đành ngày vậy tha ok cô nâng cao nằm ấy khẻ ấy chẳng không cả này nâng vô ngày na mong na là o ngày na từ na là o chỉ tí na tới na chẳng tới phước kịch là bị mình chẳng tới chẳng nơi pe đài đó ngày cầm nót lan có bò chủ máu cách của bạn chập đớm sen pren ở miền liệp miền tây miền sài sút đây chỉ đám lá hơi trong cột xa đại chiều phục mà đái rồi bỏ đây bỏ quạt bàn tính mình bàn chiếu nơi bát tông sự thị bát tông rúp bẹt muối vô mà đảo ở đây bỏ quạt mình men chỉ nè miền chủng lư mà rồi bịa rồi thế bàn này thà quạt chưa nơi lừa bị chia xa hà sấp quạt chưa nơi lừaไปchủng lừa hà sấp mình nói đại chưa hàng sập hai sập ba này cứ mình xây prot bát để thở bỏng bỏng tu traแต่mình nói chưa từ lừa bây giờ nữa rực thọp cho nó cắt từ bằng dừng sign print chơn bên này bên này chưa hàng sập hai ai chẳng từ chẳng đồng nách tha mình chọn thử mua được bụng đai vô vào đông xả sệt hay năm muối tiết cọt có chưa na đấy cọt có ăn nhạt ở bụng mà đai bỏ cọt chua vào đông muối nắng nơi khung làng cõi riệp à pi pia cõi riệp à pi pia vào đây rồi bỏ cọt nằng cọt còn miến cùng đến muối tha to dương từ lên khẹt của bốt đấy của bốt tiền nó bóng bổn từ lên khẹt của bốt đấy chẳng là pe đài riệp trong cùng rô muối ní quạt mình mến từ tại pi nẹt tế nhóm vô tha giải hưởng muối ní và hai chỉ quạt chỉ mình nẹt đài cho chất đá khnia chờn đôi nhóm đá nhóm một cho chất từ này tại pi nẹt vào đây bổn nhóm cho chất miền mật phèm ấy chẳng từ chẳng không cả này nắng quạt ban bỏ búl mật phèm buôn nẹt tiền nơi không lán tại muối muốn tranh đầm ná quạt ban phèp ở đâyบอกว่าថាបងឯងយកឡានទៅឆែកសិនទៅថាប្រព័ន្ធហ្វ្រាំងតើប្រេងកង់មានបញ្ហាអ្វីអត់កុំឲ្យយើងធ្វើដំណើរនៅតាមដងផ្លូវវាមានគ្រោះថ្នាក់ឬក៏មានបញ្ហាណាមួយដែលជាយថាហេតុដែលធ្វើឲ្យដំណើរកំសាន្តនឹងអាខានព្រោះយើងទុំការថ្មីថ្មោងនេះជាដំណើរកំសាន្តទី1របស់យើងផងប្តីរបស់គាត់ស្ដាប់ឮពាក្យនឹងហើយគាត់ក៏ទទួលពាក្យថាបានតើចាំបងយកទៅឆែកគាត់បោះឡានចេញទៅឆែកវិលត្រឡប់មកវិញពូនរបស់គាត់សួរថាអូខេបងឡានអត់អីណាប្តីគាត់ឆ្លើយថាអត់អីទេយើងអាចធ្វើដំណើរបានថ្ងៃស្អែកឡើងក៏បានមកដល់ថ្ងៃស្អែកឡើងនៅពេលដែលគាត់ចេញដំណើរគាត់ជិះមុខពីអ្នកប្តីប្រពន្ធចឹងទៅជាមួយមិត្តភ័ក្តិ4នាក់នៅខាងក្រោយដែលមានសុទ្ធតែអីវ៉ាន់មនុស្ស6នាក់នៅក្នុងឡានមានទាំងវេលីមានទាំងកាបូបកៅអៅតើកម្រិតធ្ងន់ប៉ុណ្ណាហើយខ្ញុំជឿជាក់ថាការដើរលេងជុំគ្នាតិចឬក៏ច្រើនប្រកាសជាមានធុងតកមានអីយ៉ាងអញ្ចឹងខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនសម័យឃើញថាតើកម្រិតឡាននឹងធ្ងន់ប៉ុណ្ណាណោះពេលទៅដល់ខេត្តកំពតមួយថ្ងៃនឹងគាត់អត់មានអារម្មណ៍ថាសប្បាយចិត្តទេគាត់អត់មានអារម្មណ៍ថាសប្បាយចិត្តហេតុអីគាត់សួរខ្លួនឯងដូចគ្នាថាហេតុអីមិនអត់សប្បាយចិត្តគាត់បានដើរលេងជាមួយនឹងស្វាមីដែលទើបតែរៀបអាពាហ៍ពិពាហ៍មានទាំងមិត្តភ័ក្តិសើចលេងសប្បាយសឹងអីហេតុអីបានគាត់អត់សប្បាយចិត្តចឹងគាត់ដើរលេងនៅក្នុងខេត្តកំពតពេញមួយថ្ងៃរហូតដល់ម៉ោងគេងនេះគឺជាហេតុការណ៍ទី1ក្រោយពីម្នាក់បានបែងចែកបន្ទប់រួចរាល់ហើយគាត់ជាមួយនឹងប្តីរបស់គាត់យកបន្ទប់ក្រែមួយក្រែធំនៅពេលដែលគាត់គេងគាត់ជាមនុស្សម្នាក់ដែលចូលចិត្តបែរចំហៀងគេងឲ្យលក់បើសិនជាគាត់ផ្ងាគាត់គេងអត់លក់ទេចឹងសម្រាប់ខ្ញុំក៏ដូចគ្នាដែរតើខ្ញុំបែរចំហៀងខ្ញុំអត់ចេះគេងផ្ងាទេតែដោយសារតែមិនទៅតែឡើងក្រែភ្លាមគាត់ក៏គេងផ្ងាគាត់គេងផ្ងាអញ្ចឹងទៅដើម្បីឲ្យអារម្មណ៍ជាមួយនឹងខ្លួននឹងវាស៊ីគ្នាជាមួយនឹងពូកជាមួយនឹងខ្នើយណានៅពេលដែលគាត់មានអារម្មណ៍ថាគាត់បិទភ្នែកបន្តិចហើយគាត់គេងអត់លក់គាត់ក៏បង្រាស់ខ្លួនបែរខ្នងដាក់ប្តីរបស់គាត់មុខរបស់គាត់បែរទៅទិសម្ខាងទៀតអ្វីដែលគាត់ឃើញនៅពេលនឹងភ្លាមគឺគាត់បានឃើញនារីម្នាក់ស្អាតមែនទែនដូចទេពអប្សរអញ្ចឹងមានទ្រង់ខិតគ្រឿងស្លៀកក្បិននិងអង្គុយចំពីលើក្បាលដំណេករបស់គាត់តែម្ដងទោះស្អាតប៉ុណ្ណាក៏ដោយគាត់មានអារម្មណ៍ថាភ័យព្រោះមនុស្សនៅក្នុងបន្ទប់នឹងមានតែ2នាក់ហើយដើរឆៃបន្ទប់ហើយអត់មានមនុស្សផងហ្នឹងសុកស្រាប់តែមានមនុស្សស្រីម្នាក់មកអង្គុយនៅលើក្បាលដំណេកទ្រង់គ្រឿងស្លៀកក្បិនញញឹមដាក់គាត់ស្អាតដូចទេពអប្សរគាត់ភ័យមែនទែនគាត់បែរទៅខាងប្តីរបស់គាត់វិញឡើងលឿនតែម្ដងនៅពេលហ្នឹងហើយគាត់ដោយសារតែការគេងខុសខាងរបស់គាត់ធ្វើឲ្យគាត់គេងអត់លក់គាត់ចេះតែទាញខ្លួនឲ្យខ្លួនឯងប្រវល់មកខាងទៀតដែលជាខាងដែលគាត់គេងលក់នៅពេលដែលគាត់ប្រវល់ខ្លួនគាត់គិតថាប្រហែលជាលែងឃើញគាត់ឃើញអីប្រេះប្រដែរប៉ុន្តែគ្រប់ពេលដែលគាត់ប្រវល់ខ្លួនមកខាងដែលគាត់គេងស្រួលហ្នឹង
គាត់តែងតែឃើញនារីម្នាក់នឹងអង្គុយនៅលើក្បាលទំនេរហើយញញឹមដាក់គាត់ជានិច្ចគាត់ភ័យមែនទែនគាត់ភ័យរហូតដល់សងំបិទភ្នែកមិនក៏មិនទៅលងមិនក៏មិនទៅហើយគេងទៅលក់ស្អែកព្រឹកឡើងគាត់ពិចារណានៅហេតុការណ៍ទាំងអស់ថាហេតុអ្វីតើបុគ្គលម្នាក់នោះជាអ្នកណាជាជំនាញផ្ទះឬក៏យ៉ាងណាបើសិនជាជំនាញផ្ទះហេតុអីចេះតែបង្ហាញខ្លួនឲ្យគាត់ឃើញមិនមែនឃើញតែម្ដងតែឃើញរហូតហេតុអ្វីបើសិនជាខ្មោចព្រាយបិសាចក៏វាមិនត្រូវដែរព្រោះគាត់មនុស្សបង្ហាញខ្លួនមកដូចទេពអប្សរហ្នឹងអញ្ចឹងវាមិនមែនជាខ្មោចព្រាយបិសាចទេចម្ងល់មួយហ្នឹងនៅតែនៅក្នុងចិត្តគាត់ដោយគាត់មិនបានប្រាប់ទៅប្តីរបស់គាត់ទាល់តែសោះធ្វើដំណើរថ្ងៃទី2គឺជាដំណើរកំសាន្តឡើងទៅភ្នំបូកគោហើយចុះពីភ្នំបូកគោវិញគឺគាត់ត្រូវត្រឡប់មកទីក្រុងភ្នំពេញដែលរែកតែម្ដងអត់មានមកគេងអីមួយយប់ទៀតទេមួយថ្ងៃហ្នឹងអារម្មណ៍ពីម្សិលមិញគាត់ថាអញ្ចេះអារម្មណ៍មិនសូវសប្បាយចិត្តហើយអារម្មណ៍នៅថ្ងៃទី2ហ្នឹងអារម្មណ៍អត់សប្បាយចិត្តដប់តែម្ដងអញ្ចឹងគាត់ធ្វើដំណើរកំសាន្តជិះឡានឡើងទៅបូកគោតាមធម្មតាក្នុងលបឿនធម្មតាឡើងភ្នំបត់បែនតែគាត់នៅតែអត់សប្បាយចិត្តរហូតឡើងទៅដល់អាស្រមរបស់លោកយាយម៉ៅចុះភ្លាមគាត់ស្នើសុំឲ្យប្តីរបស់គាត់ចតឡានដើម្បីឲ្យគាត់ចុះទៅឲ្យធូបបួងសួងសុំសេចក្តីសុខពីលោកយាយម៉ៅគាត់បួងសួងហើយគាត់ឡើងឡានវិញប៉ុន្តែអារម្មណ៍មួយហ្នឹងគឺមិនបាត់ទាល់តែសោះអារម្មណ៍មួយហ្នឹងគឺនៅដកជាប់នៅក្នុងអារម្មណ៍របស់គាត់គឺអារម្មណ៍មួយដែលអត់សប្បាយចិត្តមានអារម្មណ៍ថាកើតទុកជាទម្ងន់យ៉ាងខ្លាំងវាធ្ងន់ចិត្តមែនទែនរហូតដល់គាត់ជិះមកតាមផ្លូវគាត់ក៏មិនប្រាប់ទៅប្តីរបស់គាត់ដែរគៀកដល់ពេញទៅគាត់ប្រាប់ថាបងអូនមានអារម្មណ៍ចេះប្តីរបស់គាត់ស្ដាប់បានហើយតែចេះនិយាយថាវាមិនអីទេអូនវាមិនអីទេដល់ពេញឡើយវាមិនអីទេសុខសប្បាយតារហូតដល់ទីក្រុងភ្នំពេញស្អែកឡើងជាថ្ងៃដែលគាត់ចូលធ្វើការនៅពេលដែលគាត់ចូលធ្វើការគាត់បានយកសាច់រឿងទាំងអស់ទៅនិយាយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលជាអ្នកមានជំនឿនៅពេលដែលមិត្តភ័ក្តិរបស់គាត់បានស្ដាប់សាច់រឿងទាំងអស់ហ្នឹងហើយមិត្តភ័ក្តិរបស់គាត់ក៏គិតថាចេះម្នាក់ហ្នឹងមិនមែនជំនាញផ្ទះទេម្នាក់ហ្នឹងមិនស្រួលជំនាញឡានហើយគាត់ស្ដាប់ឮអញ្ចឹងគាត់ក៏គិតថាបើសិនជាជំនាញឡានហេតុអីត្រូវបង្ហាញខ្លួនឲ្យគាត់ឃើញអញ្ចឹងហើយនៅពេលទៅដល់ផ្ទះភ្លាមគាត់យករឿងហ្នឹងទៅពិភាក្សាជាមួយប្តីហើយឲ្យប្តីយកឡានទៅឆែកម្ដងទៀតបើសិនជាពិតជាជំនាញឡានមែនប្រកាសជាគេប្រាប់ហេតុការណ៍អីមួយដែលតាក់ទិនជាមួយនឹងឡានហ្នឹងហើយប្តីរបស់គាត់ដោយសារតែការចេះរបស់បងស្រីបខំឲ្យប្តីយកទៅឆែកប្តីក៏យកទៅឆែកតើបងប្អូនដឹងអត់ថានៅពេលដែលប្តីរបស់គាត់យកឡានមកឆែកហើយចម្លើយរបស់ប្តីគាត់គឺអ្វីចម្លើយរបស់ប្តីគាត់គឺជាងដែលបានពិនិត្យឡានថ្ងៃមុនហ្នឹងមើលកង់មើលហ្វ្រាំងមើលអីដោះកង់មើលឲ្យអស់អីហ្នឹងកង់ខាងស្ដាំខាងមុខគឺជាកង់កន្លែងបងស្រីអង្គុយហ្នឹងគេដាក់បាឡុងបានតែ3គ្រាប់តែប៉ុណ្ណោះបាត់2គ្រាប់ Highlander មានបាឡុងខ្ចៅជាប់កង់ហិតកង់ហ្នឹងគឺមាន5គ្រាប់គេដាក់បានតែ3ឯងបាត់2គ្រាប់អញ្ចឹងហើយដែលគាត់មានអារម្មណ៍ថាអញ្ចឹងតាដែលគេមកបង្ហាញខ្លួនប្រាប់គាត់អញ្ចឹងតើទៅបានគាត់អត់សប្បាយចិត្តតាំងពីថ្ងៃទី1ហើយបងប្អូនខ្ញុំចង់ឲ្យសម័យឃើញស្ថានភាពមួយហ្នឹងថាអញ្ចឹងបើកផ្លូវខេត្តបងប្អូនកុងទ័របើសិនជាសប្បាយគេថាឈៀលរបៀបមិនក៏ដោយក៏កុងទ័រស្ថិតនៅក្នុង60គីឡូម៉ែត្រនៅក្នុង1ម៉ោងដែរទាបបំផុត60គីឡូម៉ែត្រនៅក្នុង1ម៉ោងហ្នឹងយើងឈៀលហ្មងណាយើងសប្បាយហ្មងណាតែបើសិនជាមានការបើសិនជាមានការជន់ឲ្យលឿនវាអាចស្ទុះពី100ទៅ120បាឡុងមានតែ3គ្រាប់ទេបងប្អូនបើសិនជាមានបញ្ហាអ្វីតើហេតុការណ៍ទាំងមូលគឺជាយ៉ាងណាហើយនេះហើយដែលគាត់ចាប់អារម្មណ៍ថាប្រហែលជាម្នាក់ស្រីនឹងជាជំនាញឡានដែលគេថែរក្សាខ្សែរឿងទាំងមូលគឺអត់ទាន់ចប់ទេព្រោះថាអញ្ចឹងគាត់បានបញ្ជាក់ប្រាប់ថាអញ្ចឹងឡាន Highlander មួយហ្នឹងណាអ្នកណាកាន់ក៏មិនបានដែរក្រៅពីប្តីរបស់គាត់មានន័យថាអញ្ចឹងប្អូនថ្លៃរបស់គាត់ប្អូនគាត់ដែលជាមនុស្សប្រុសដែលគាត់ខ្ចីឡានហ្នឹងយកទៅដឹកសង្សារដឹកគ្នាដើរលេងអីឲ្យតែដឹកភ្លាមចាញ់មិនបានប្រហែលបើមិនឡានខូចអានេះគឺខូចអានោះទៅមុខមិនរួចអាលុតជាដើមឡាចឹងមានតែប្តីគាត់តែប៉ុណ្ណោះដែលអាចបើកឡាននឹងបានរឿងរ៉ាវវាមិនទាន់ចប់តែប៉ុណ្្នឹងទេបងប្អូនអរគ្នាត្បិតថាវាស្ដែងឲ្យគាត់បានឃើញហើយណា
ដឹងហើយថាអត់មានអាគេកាន់ក្រៅពីប្តីរបស់គាត់បានទេតែសម្រាប់ប្តីរបស់គាត់គាត់នៅតែជឿ50មិនមានជំនឿ 100% ទៅលើអបិយជំនឿទេបានមួយរយៈក្រោយគាត់ក៏បានលក់ឡាន Highlander ហ្នឹងទិញឡានមួយប្រភេទទៀតជាប្រភេទ Starrex ព្រោះដោយសារតែក្រុមគ្រួសាររបស់គាត់ច្រើនអញ្ចឹងនៅពេលដែលគាត់លក់ឡាន Highlander ជាងគាត់បានប្រមូលវត្ថុស័ក្តិសិទ្ធិទាំងអស់ដែលគាត់គោរពបូជានៅក្នុងឡានហ្នឹងគាត់ដូរហើយយកមកដាក់នៅក្នុងឡានថ្មីនៅពេលដែលគាត់លក់ឡានបកគលសោឡានឲ្យគេនេះគាត់ក៏បានបួងសួងក្នុងចិត្តដែរគាត់គិតថាអញ្ចឹងត្បិតថាគាត់ខ្លាចណាធម្មតាបងប្អូនមនុស្សខ្លាចមិនថាឃើញទេវតាឬឃើញខ្មោចឬឃើញអ្នកថែអាសាតែឃើញគឺខ្លាចតែខុសមុខណាបងប្អូនទាំងអស់គ្នាអញ្ចឹងក្នុងករណីហ្នឹងគាត់ក៏ទោះគាត់ខ្លាចប៉ុណ្ណាក៏ដោយតែគាត់មានចិត្តមួយគោរពស្រឡាញ់ទៅលើជំនាញឡានមួយហ្នឹងអញ្ចឹងគាត់បានគិតក្នុងចិត្តថាអញ្ចឹងជំនាញឡានអើយឥឡូវខ្ញុំលក់ឡានហ្នឹងហើយអញ្ចឹងក្នុងករណីហ្នឹងខ្ញុំទិញឡានថ្មីហើយទៅតាមថែសាពួកខ្ញុំនៅឡានថ្មីផងគាត់និយាយក្នុងចិត្តឲ្យអស់ចិត្តហេតុអីមិនអញ្ចឹងពួកគាត់គិតថាអញ្ចឹងបើសិនជាជំនាញឡានហ្នឹងថែរក្សានៅ Highlander ប្រកបជាតាមឡាន Highlander ហើយទៅដល់ម្ចាស់ថ្មីគេថែរក្សាម្ចាស់ថ្មីទេបងប្អូនមិនអាចមក Starrex បានទេតែនេះជាការនិយាយមួយឲ្យអស់ចិត្តហេតុអ្វីបានគាត់និយាយអស់ចិត្តត្បិតថាគាត់ខ្លាចតែគាត់ស្រឡាញ់ជំនាញឡានគាត់មែនទែនព្រោះគ្រប់ហេតុការណ៍ទាំងអស់ជំនាញឡានរបស់គាត់តែងតែប្រាប់ឧទាហរណ៍ជាក់ស្ដែងពីសាច់រឿងដែលគាត់លើកឡើងមានថ្ងៃមួយនោះគាត់បានធ្វើដំណើរទៅក្រុងបរសេនុទៅដើរលេងនៅក្រុងបរសេនុជិះឡាន Highlander ដដែលហើយគាត់មានគម្រោងថាយប់ឡើងគាត់នឹងជិះកាត់ទៅតាមលើផ្លូវទ្រុងមន់ហ្នឹងកាត់ទៅខេត្តកពតដើម្បីទៅគេងនៅខេត្តកពតវិញជិះមកដល់ធំវារិញដល់ផ្លូវបំបែកចូលផ្លូវទ្រុងមន់ហ្នឹងឯងចឹងនៅពេលដែលគាត់ជិះបានបន្តិចហ្នឹងចូលបន្តិចសំលេងមួយខ្សឹបដាក់ទៅជាប្តីគាត់ថាចេះហាមទៅមុខប្តីរបស់គាត់គ្រាន់តែឮសំលេងហ្នឹងភ្លាមអត់មានគិតគូរពិចារណាទេបែរទៅប្រពន្ធហើយប្រាប់ថាអូនយើងរកកន្លែងគេងហ្នឹងទៅបងដូចរៀងអស់កម្លាំងឡាក់អញ្ចឹងទៅគាត់ក៏បានស្វែងរកផ្ទះសំណាក់នៅក្បែរហ្នឹងដើម្បីសម្រាកបានតែបន្តិចស្រាប់តែគេផ្អើលឆោឡោខាងមុខគឺមានគ្រោះថ្នាក់ចរាចរណ៍នេះគឺជាហេតុការណ៍ស្ដែងមួយទៀតហេតុការណ៍មួយទៀតដែលបានកើតឡើងគឺនៅក្នុងខេត្តកំពតដដែលគាត់កំពុងតែជិះនៅលើបណ្ដោយផ្លូវជាតិលេខ3ពេលយប់ក្នុងល្បឿនកំពុងតែជិះពីអ្នកប្តីប្រពន្ធស្រាប់តែឮសំឡេងភឹបវាដូចជាកង់ឡានមុតនឹងអ្វីមួយយ៉ាងគាត់បានអែបគៀនគាត់ចុះមើលទៅគឺអត់មានឃើញមុតអ្វីទាំងអស់បន្តដំណើរនេះទើបតែចេញពីទីក្រុងភ្នំពេញឯងគាត់បន្តដំណើរនៅក្នុងល្បឿនលឿនមែនទែនរហូតទៅដល់អាស្រមលោកយាយម៉ៅប្រពន្ធរបស់គាត់សុំចុះអុជធូបនៅពេលដែលចុះអុជធូបពួកគាត់ក៏ទៅបន្ទប់ទឹកទៅអីចឹងទៅអុជធូបសុំសេចក្តីសុខនៅអាស្រមលោកយាយម៉ៅដែលគាត់មិនដែលខាននោះទេជាការគោរពរបស់គាត់ចំពោះអ្នកថែរក្សាដែនដីនៅពេលដែលគាត់ចេញពីបន្ទប់ទឹកហើយស្រាប់តែគាត់ឮខ្យល់ចេញពីកង់ណានៅពេលដែលគាត់សម្លឹងមើលកង់ឡានរបស់គាត់គឺស្ពេតលឿនខ្លាំងមែនទែនរហូតដល់អស់ខ្យល់នៅសល់តែយ៉ាន់កង់ជាប់ជាមួយនឹងកង់តែម្ដងអញ្ចឹងក្នុងករណីហ្នឹងហើយដែលគាត់គិតក្នុងចិត្តថាអូអញ្ចឹងអ្នកថែសាហ្នឹងហើយដែលថែសាការពិតទៅកង់បានមុតយូរហើយប៉ុន្តែគាត់បានឲ្យយើងបើកបររហូតមកដល់ទីប្រជុំជនទើបមិនបានតែគាត់ប្រឹងទប់ឲ្យរហូតដល់ទីប្រជុំជនទើបបានឲ្យកង់នឹងមានបញ្ហាអញ្ចឹងបើសិនជាតាមបណ្ដោយផ្លូវជាតិលេខ3ផ្លូវស្ងាត់ហើយបើកនៅក្នុងល្បឿនបើសិនជាធូរកង់ពេលហ្នឹងបងប្អូនពិចារណាមើលតើមានករណីអីកើតឡើងអាចក្លាប់ឡានបើយ៉ាងហោចណាស់ក៏ទាញចកូតមកទៅហឹងទៅមកខាងណាដែរអញ្ចឹងយប់ផងអត់មានសូវមានអធិធនាផងតើគាត់នឹងធ្វើយ៉ាងណាការដូរកង់ពិបាកការប៉ះកង់ក៏ពិបាកឬក៏កតាជួសជុលបែបណាក៏ពិបាកដែរប៉ុន្តែនេះគឺគាត់មកដល់អាស្រមលោកយាយម៉ៅដែលជាកន្លែងអ៊ូអចិត្តដល់ទីរួមខេត្តដែរអញ្ចឹងការជួយការអីគឺងាយស្រួលមែនតើនេះគឺជាហេតុការណ៍ស្ដែងមែនតើដែលកើតឡើងចំពោះគាត់បកទៅរឿង Starrex វិញនៅពេលដែលគាត់ទិញ Starrex អ្វីដំណើរគឺធម្មតាប្អូនគាត់ក៏មិនបែរខ្ចីឡាន Starrex ដែរធម្មតាយើងដើរលេងក្នុងក្រុងទៅទាត់បាឬដឹកសង្សារអីណាយក Starrex ទៅដឹកណោះបងប្អូនអញ្ចឹងបើអត់មានហេតុការណ៍អីដែលគាត់ត្រូវខ្ចីឡាន Starrex ហ្នឹងយកទៅដឹកទេអញ្ចឹងក្នុងករណីហ្នឹងហើយដែលឡានហ្នឹងស្ថិតនៅលើដៃប្តីគាត់ជានិច្ចដោយការចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍គាត់គិតថាឡានហ្នឹងគឺជាឡានថ្មីមានតែសម្បកមិនមានអ្នកថែរក្សានោះឡើយអញ្ចឹងដោយបំណាច់ដែលគាត់ទិញឡាន Starrex ហើយគាត់ក៏គិតថា
បើសិនជាឡាននឹងរៀងវែងហើយកៅអីក៏រៀងច្រើនអញ្ចឹងយើងកុំឲ្យខាតថ្ងៃណាបងឯងតនេយើងជួលឡាននឹងតែម្ដងទៅក្រោយពីការងារអញ្ចឹងណាអញ្ចឹងបានន័យថាគាត់ធ្វើការងាររបស់គាត់ផងហើយគាត់រត់ឡានផងនៅពេលដំណេរដើម្បីស្វែងរកចំណូលបន្ថែមជារឿយវាមិនដឹងថាហេតុអីភ្ញៀវវាចេះតែមកភ្ញៀវរកគាត់តម្លៃរបស់គាត់ក៏មិនធូរដែរតែមានភ្ញៀវជាប្រចាំរហូតដល់មានថ្ងៃមួយអ្នកនៅក្នុងភូមិនៅភ្នំពេញក៏នៅតែភូមិដែរណ៎បងប្អូនទាំងអស់គ្នាយើងមានភូមិ1ភូមិ2អញ្ចឹងណាអ្នកនៅក្នុងភូមិក៏គិតថាអញ្ចេះចង់ទៅភ្នំកលែនចង់ទៅលេងសៀមរាបហើយចូលទៅភ្នំកលែនដើម្បីអុជធូបអុជអីចឹងទៅមានអ៊ំប្រុសម្នាក់ដែលស្ថិតនៅក្នុងភូមិនឹងដែរដែលគេដឹងថាគាត់គឺជាអ្នកស្នងគ្រូខាងផ្នែកបារមីប៉ុន្តែគាត់មិនទទួលមើលភ្ញៀវនោះឡើយគាត់ស្នងគ្រូដោយសារតែគាត់គ្មានជំរើសក្នុងការបដិសេធអញ្ចឹងគាត់ស្នងត្រឹមតែបូកគ្របូជាត្រឹមតែដឹងញៀនប្រាប់គ្រួសារអញ្ចឹងទៅតែអត់ទទួលមើលភ្ញៀវទេអញ្ចឹងគាត់បានទទួលឮថាអូគេទៅសៀមរាបហើយទៅភ្នំកលែនផងនោះគាត់ក៏គិតថាគាត់យករបស់ស័ក្តិសិទ្ធិរបស់គាត់ទាំងអស់ទៅសៀមរាបដើម្បីយកទៅដាស់អាឋានដាស់មន្តអាគមរបស់គាត់នៅភ្នំកលែនអីចឹងទៅអញ្ចឹងគាត់ក៏បានឡើងឡានទៅជាមួយនឹងគេថ្ងៃកំណត់ដែលបានមកដល់ម្នាក់ចាស់ទុំទាំងអស់បានឡើងឡានហើយធ្វើដំណើរទៅក្នុងទីសំដៅទៅខេត្តសៀមរាបមុនដល់ខេត្តសៀមរាបពួកគាត់ក៏បានឈប់នៅក្រាសាំងមួយគឺក្រាសាំង PTT នៅគៀកក្រុងហ្នឹងដើម្បីចុះបត់ដៃបត់ជើងអ៊ំប្រុសដែលជាអ្នកចេះជាអ្នកស្នងគ្រូហ្នឹងគាត់អង្គុយខាងមុខជាមួយនឹងតកុងនៅពេលនោះគាត់អត់ចុះទេប្តីរបស់បងស្រីក៏គាត់ចុះដែរអញ្ចឹងនៅពេលដែលចេញពីចូលទៅបន្ទប់ទឹកហើយចេញពីបន្ទប់ទឹកវិញប្តីរបស់បងស្រីក៏ចាប់អារម្មណ៍មើលទឹកមុខនៅក្នុងឡានចូលទៅក្នុងឡានឃើញទឹកមុខរបស់អ៊ំប្រុសហ្នឹងដូចមានអារម្មណ៍ថាដូចភ្លឹករបៀបប្រាំងមើលទៅពីមុខឡានអត់ដាក់ភ្នែកទេគឺមើលទៅរហូតបងប្រុសក៏គាត់សំដៅទៅកន្លែងចកូតកងឡានវិញក៏សួរអ៊ំមិនអីអត់ចោះទៅបត់ដៃបត់ជើងទេអ៊ំក៏គាត់ឆ្លើយថាអត់អីចឹងណាមិនចឹងអ៊ំមុខអ៊ំដូចប្រាំងអញ្ចឹងអត់ដូចបាត់ព្រលឹងមិនទុំសើចលេងសប្បាយជាមួយគេមួយឯងលោកនិយាយសោះមិនសុកប្រាំងអញ្ចឹងអ៊ំប្រុសប្រាប់ថាជឿឬមិនជឿជារឿងរបស់ប្អូនឯងតែអ៊ំចង់ប្រាប់ថាពេលទៅដល់សៀមរាបកុំភ្លេចសែនឡានផងដាក់ផ្លែឈើមួយចានដើម្បីសែនគេផងគាត់ក៏សួរទៅអ៊ំប្រុសប្តីរបស់គាត់ក៏សួរទៅអ៊ំប្រុសថាហេតុអីអ៊ំដោយសារតាអូនឯងមានអ្នកថែសារប្តីរបស់គាត់ដឹងហេតុការពីមុនហើយប៉ុន្តែគាត់ចង់បញ្ជាក់ confirm បញ្ជាក់ 100% ថាតើជាបុគ្គលដដែលឬក៏ជាបុគ្គលដតីគាត់ក៏បានសួរថាអ៊ំឃើញអីគាត់ថាអញ្ចឹងអ្នកថែសាររបស់អូនឯងគឺជាមនុស្សស្អីស្លៀកក្បិនស្អាតសក់វែងធំតាគៀទ្រង់គ្រឿងហើយក្មេងមែនតើគាត់គឺជាទេវតាដែលមានឋានៈខ្ពស់មិនមែនអ្នកតូចទាបទេចឹងហើយគាត់ថែសារគាត់ថាគាត់ហត់ណាស់គាត់ប្រឹងហៅភ្ញៀវគាត់ប្រឹងមើលផ្លូវគាត់ជួយដាស់តឿនគ្រប់សពប៉ុន្តែប្អូនឯងមិនដែលនឹកឃើញគាត់សូម្បីតែម្ដងទេអញ្ចឹងហើយសូមមេត្តានៅពេលទៅដល់សៀមរាបសែនឲ្យគេមកថាសផងទៅគាត់ក៏ទទួលពាក្យហ្នឹងហើយគាត់ក៏រៀបចំពិធីរហូតមកដល់ទីក្រុងភ្នំពេញវិញមកដល់ប៉ុណ្ណឹងគាត់ដឹងថាការពិតជានាងឡានមួយហ្នឹងបានមកថែសារប៉ុន្តែពេលហ្នឹងហើយដែលគាត់បានដឹងថាការពិតទៅជំនាងឡានដែលគាត់គិតថាជាជំនាងឡានមិនមែនជាជំនាងឡានទេព្រោះអ៊ំប្រុសបានប្រាប់ថាបុគ្គលស្រីម្នាក់ហ្នឹងដែលជាអ្នកថែសារគាត់មិនមែនមកតាមឡាននោះទេបុគ្គលស្រីម្នាក់ហ្នឹងគឺមកតាមបន្តោងព្រះដែលគាត់ដាក់នៅក្នុងឡានហ្នឹងឯងអញ្ចឹងមិនមែនជាជំនាងដែលថែសារឡានទេតែថែសារដែកទេតែជាបារមីឬក៏អ្នកថែរក្សាដែលស្ថិតនៅក្នុងបន្តោងសាកលហ្នឹងគេប្រច័ណ្ឌណាស់គេខឹងណាស់គេអត់ចង់ឲ្យមានមនុស្សស្រីណាម្នាក់មកអង្គុយនៅជាប់តកង់ឡានទេគេស្រឡាញ់ប្អូនឯងបញ្ជាក់ណាគេស្រឡាញ់ប្អូនឯងអញ្ចឹងគាត់ថាចុះប្រពន្ធរបស់ខ្ញុំហ៎ដែលអង្គុយនៅមុខនឹងរដងហ៎មិនក៏អង្គុយបានគេប្រាប់ថាអញ្ចេះដោយសារតែបំណាច់ថាបានរៀបអាពាហ៍ពិពាហ៍ឲ្យខ្លាចទៅជាប្រពន្ធបាត់ទៅហើយអញ្ចឹងគេត្រូវតែខំមកសកត់ចិត្តទទួលយកថា
បងស្រីគឺជាប្រពន្ធអញ្ចឹងសួរតែគេមិនប្រច័ណ្ឌមែនទេគេប្រច័ណ្ឌគេបានត្រឹមតែអន់ចិត្តប៉ុន្តែប្រពន្ធជាប្រពន្ធគេធ្វើអីអត់បានទេប៉ុន្តែបើសិនជាមានមនុស្សស្រីណាម្នាក់ដែលខុសពីប្រពន្ធមកអង្គុយនៅមុខហ្នឹងគឺប្រកាសជាមានបញ្ហាបកទៅខ្សែរឿងគាត់ត្រឡប់ពីដំណើរកំសាន្តនៅសៀមរាបហ្នឹងហើយជួនចាស់ៗហើយមកដល់ទីក្រុងភ្នំពេញគាត់ក៏ចិត្តតែហៃអើអត់បានយកចិត្តទុកដាក់ជាមួយនឹងសម្ដីអ៊ំប្រុសទេគាត់អត់ដែលបានសែនឡានទេគាត់មានម្ដងអត់ម្ដងអញ្ចឹងទៅគាត់មិនជាញឹកញយទេអញ្ចឹងហើយទៅមិនគាត់ចាប់អារម្មណ៍ថាមករយៈក្រោយមកក៏លែងសូវមានភ្ញៀវមកជួលឡានរបស់គាត់រហូតដល់គាត់នឹកឃើញសម្ដីរបស់អ៊ំប្រុសម្នាក់ហ្នឹងដែលប្រាប់ថាសែនអញ្ចឹងគាត់ក៏ប្រាប់ទៅជានាងយើងហៅថាទេវតាថែរក្សាបន្តោងហ្នឹងប្រាប់ថាជួយរកភ្ញៀវឲ្យពេញអីចឹងទៅមកដល់ពេញវិញពេលជីមកដល់ពេញវិញគាត់នឹងសែនគ្រាន់តែបួងសួងប៉ុណ្ណឹងស្រាប់តែគាត់តែងតែទទួលដំណឹងថាអូខេមានគេកក់ឬក៏មានគេជួលភ្លាមតែម្ដងអញ្ចឹងក្នុងករណីហ្នឹងហើយគឺជាអភិនិហាមួយដែលយើងថាស្ទើរតែមិនជឿដែលគាត់ធ្វើហើយស្រាប់តែបានផលហើយគាត់ត្រឡប់មកវិញគាត់តែងតែសែនដកទៅសាច់រឿងគ្មានមនុស្សស្រីណាម្នាក់ដែលអង្គុយនៅពីមុខបានក្រៅពីប្រពន្ធរបស់គាត់សាច់រឿងហ្នឹងគឺចេះគាត់មិនចាំបានសម្ដីរបស់អ៊ំប្រុសប្រហែលទេគាត់នៅតែភ្លេចដូចខ្ញុំបញ្ជាក់អញ្ចឹងគាត់ជឿ50-50អញ្ចឹងនៅពេលដែលភ្ញៀវឡើងមកឲ្យតែមានភ្ញៀវស្រីមកអង្គុយនៅចំចិត្តតកង់ឡានណាឡាននឹងបបានតែបន្តិចគឺមានបញ្ហាបែកធុងទឹកដាច់ខ្សែពៀនឬនិយាយទៅបែកកង់ឬក៏មានបញ្ហាអីដែលមិនអាចធ្វើដំណើរកំសាន្តនឹងទៅមុខបានតែម្ដងប៉ុន្តែបើសិនជាភ្ញៀវប្រុសមកអង្គុយពីមុខហ្នឹងអត់មានបញ្ហាអីទេតែឲ្យតែមនុស្សស្រីមកអង្គុយនៅពីមុខហ្នឹងគឺតែងតែមានបញ្ហាអញ្ចឹងហើយនេះគឺជាការប្រតិបត្តិរបស់គាត់ឲ្យតែមានភ្ញៀវជួលឡានរបស់គាត់តែងតែប្រាប់ទៅភ្ញៀវថាបងខ្ញុំសូមឲ្យបងប្រុសមកអង្គុយនៅហ្នឹងកុំឲ្យបងស្រីអង្គុយនៅហ្នឹងអីអង្គុយនៅក្រោយទៅសុវត្ថិភាពជាងឲ្យសុបាយជាងឡាអីចឹងទៅប៉ុន្តែបើសិនជាករណីដែលចាំបាច់បំផុតដែលគាត់មិនអាចធ្វើទៅបានទៀមដឹងតែត្រូវថាមានន័យថាបឡានហ្នឹងមនុស្សស្រីម៉ៅយកទាំងអស់អត់មានមនុស្សផងម៉ៅណាអញ្ចឹងគាត់តែងតែគោះតាប់ឡូឡានខាងមុខប្រាប់ថាអូគេភ្ញៀវទេកុំប្រកែប្រកាន់កុំប្រច័ណ្ឌកុំអីចឹងទៅជួយថែសារខ្ញុំចឹងទៅឡានហ្នឹងគឺតែងតែមិនមានបញ្ហានោះទេអញ្ចឹងនេះគឺជាសាច់រឿងទាំងមូលដែលបងស្រីបានចែករំលែកមកតាក់ទងជាមួយនឹងទេវតាថែរក្សាបន្តោងដែលគាត់យល់ថាជាជំនាញឡានអញ្ចឹងតើបងប្អូនទាំងអស់គ្នាស្ដាប់សាច់រឿងនេះហើយមានអារម្មណ៍បែបណាខ្ញុំវាមិនមែនជាសាច់រឿងគួរឲ្យខ្លាចទេតែវាជាចំណេះដឹងមួយផ្នែកមួយដែលសបញ្ជាក់ឲ្យបងប្អូនដឹងថារបស់ដែលបងប្អូនគោរពដិតដល់ឬក៏របស់ដែលបានប្រសិទ្ធិឬក៏របស់ណាមួយនោះដែលមានការឧបកិច្ចត្រឹមត្រូវប្រហែលជាភាគរយច្រើនពិតជាមានអ្នកថែសារពិតប្រាកដមែនជាក់ស្ដែងដែលដូចដែលសាច់រឿងមួយនេះចឹងដែលគាត់ទេវតាមួយអង្គហ្នឹងដែលមានឋានៈខ្ពស់ដែលជាមនុស្សស្រីហ្នឹងគឺថែរក្សានៅក្នុងបន្តោងហ្នឹងតែគួរឲ្យចម្លែកមែនតើសូម្បីទេវតាអានេះខ្ញុំបកទៅសាច់រឿងណាគួរឲ្យចម្លែកថងថាសូម្បីទេវតាក៏ចេះប្រច័ណ្ឌដែរអញ្ចឹងខ្ញុំវាមិនដឹងយ៉ាងណាដែរអញ្ចឹងក្នុងករណីហ្នឹងអាស្រ័យទៅលើបងប្អូនជាអ្នកពិចារណាតោះយើងចូលដល់សាច់រឿងទី2របស់យើងសាច់រឿងទី2នេះគឺបានចែករំលែកដោយប្អូនប្រុសម្នាក់ដែលសាច់រឿងមួយនេះបានកើតឡើងនៅក្នុងចុងឆ្នាំ2024គឺជាសាច់រឿងថ្មីថ្មោងមែនទែននៅក្នុងខេត្តមួយដែលមានរយៈចម្ងាយប្រហែលជា100គីឡូពីទីក្រុងភ្នំពេញតែប៉ុណ្ណោះបងប្រុសស្នើសុំមិនឲ្យបាញ់ចេញឈ្មោះខេត្តទេព្រោះរឿងរ៉ាវនឹងវាក្តៅពេកវាថ្មីពេកហើយវាអាចប៉ះពាល់ដល់គ្រួសារសាច់រឿងអញ្ចឹងក្នុងករណីហ្នឹងយើងនិយាយប៉ុណ្ណឹងទៅថាខេត្តមួយហ្នឹងប្រហែលជាដី100គីឡូបន្តិច100គីឡូបន្តិចដល់ខេត្តហ្នឹងហើយអញ្ចឹងសាច់រឿងហ្នឹងគឺអញ្ចឹងម្ដាយរបស់គាត់បានបើករបរមួយធ្វើជារបរគ្រួសារយូរហើយគឺជាប្រភេទការ៉ាអូខេហើយគាត់មានបងប្អូន2នាក់ពលគឺគាត់គឺជាកូនពៅហើយគាត់មានបងស្រីម្នាក់ដែលរៀបពីពីហើយមានកូនម្នាក់អញ្ចឹងគាត់មានក្មួយមួយអញ្ចឹងម្ដាយរបស់គាត់បើករបរមួយហ្នឹងជាទម្លាប់គាត់តែងតែយកចៅរបស់គាត់ទៅលេងជាមួយនឹងកូនស្រីរបស់គាត់ទៅមើលការងារហើយយកចៅទៅលេងមើលថែដិតដល់នៅកន្លែងធ្វើការកន្លែងរកស៊ីអញ្ចឹងទៅអញ្ចឹងរៀងរាល់ម៉ោង10យប់គាត់តែងតែជិះយកចៅយកមកផ្ញើមកផ្ទះវិញដឹកយកមកផ្ទះវិញដើម្បីឲ្យប្អូនប្រុសជាម្ចាស់សាច់រឿងហ្នឹងមើលថែទាំក្មួយរបស់គាត់ហើយម្ដាយរបស់គាត់ជាទម្លាប់
នៅពេលដែលដាក់ចៅហើយមើលទុកដាក់អីហើយម៉ោង10កន្លះអីគាត់តែងតែទៅធនាគារដើម្បីដកលុយរាយចេញពីកងធនាគារដើម្បីទុកអាប់លុយក្រែងលោភ្ញៀវណាបងលុយដុំអីចឹងទៅគាត់មានលុយអាប់អញ្ចឹងសាច់រឿងជីវិតប្រចាំថ្ងៃរបស់គាត់គឺបែបហ្នឹងនៅក្នុងឆ្នាំនេះដែរគឺជាឆ្នាំមួយដែលល្អបំផុតសម្រាប់គ្រួសាររបស់គាត់ដោយសារតែម្ដាយរបស់គាត់ទើបតែទិញរថយន្តថ្មីមួយហើយម្ដាយរបស់គាត់គឺជាមនុស្សដែលស្រឡាញ់របស់មែនតើមានន័យថាអូដីប្រឡាក់បន្តិចក៏អត់បានណាបានឲ្យជូតសម្អាតនៅក្នុងឡានអត់មានសម្រាមគឺថ្មីរហូតហ្មងគឺគាត់គឺជាមនុស្សអញ្ចឹងក្នុងករណីហ្នឹងខ្ញុំគិតថាចាស់ភាគច្រើនគឺពួកគាត់តែងតែស្រឡាញ់របស់ដោយឡែកតែក្មេងៗទេមិនសូវស្រឡាញ់របស់ទេស្រឡាញ់បានតែមួយផ្លែតស្រឡាញ់បានតែមួយឆាវហើយប្រហែលហើយអញ្ចឹងក្នុងករណីហ្នឹងហើយដែលគាត់តែងតែធ្វើបែបហ្នឹងនៅក្នុងថ្ងៃកើតហេតុហ្នឹងគឺអញ្ចេះដោយសារតែគាត់បើកលបមួយហ្នឹងគាត់មានក្រុមការងារច្រើនគាត់មានបុគ្គលិកច្រើនមានថ្ងៃមួយហ្នឹងគឺជាថ្ងៃដែលពូរបស់បុគ្គលិកម្នាក់មកលេងហើយគាត់ជិះម៉ូតូឧទាហរណ៍ថាសង់នៅពេលដែលម្ដាយរបស់គាត់ធ្វើដំណើរទៅដល់កន្លែងធ្វើការគាត់ក៏ឃើញពូនឹងអីចឹងទៅដល់ម៉ោងកំណត់ដែលគាត់ចេញមកគាត់ក៏ចេញស្របពេលដែលពូគាត់ទាញពូរបស់បុគ្គលិកហ្នឹងទាញម៉ូតូជិះចេញទៅដែរនៅពេលដែលជិះទៅដល់ផ្លូវឆ្លងផ្លូវដើម្បីចូលទៅផ្លូវមួយទៀតដែលជាផ្ទះរបស់គាត់ហ្នឹងស្រាប់តែម៉ូតូពូហ្នឹងឆាបនៅពីមុខឡានតែម្ដងឆាបទៅពីមុខឡានវឹងអញ្ចឹងទៅម្ដាយរបស់គាត់ភ្ញាក់ហើយគាត់ស្រែកថាបើកលឿនទៅណាតិចទ្រាំបានគាត់និយាយលេងណាតិចទ្រាំបានចាប់ធ្វើបុគ្គលិកឥឡូវហ្នឹងវាអញ្ចឹងនៅពេលដែលគាត់ជិះនៅចូលដល់ផ្ទះតម្លាក់ចៅហើយគាត់ដើរសម្លឹងឡានមួយជុំអ្វីដែលគាត់ឃើញគឺឡានរបស់គាត់ត្រូវបានឆ្កូតជាមួយនឹងដើមឈើដាច់ថ្នាំឆ្កូតជាមួយនឹងដើមឈើហើយដាច់ថ្នាំគឺវែងមិនមែនខ្លីទេម្ដាយរបស់គាត់ក្នុងគេទេអត់ជិះមកមិញអត់មានឆ្កូតឡានអីផងហើយស្នាមហ្នឹងគឺច្បាស់ហ្មងគឺឆូតជាមួយនឹងដើមឈើអញ្ចឹងមានតាគៀជាមួយលបងគេប៉ុន្តែបើសិនជាគៀមួយលបងគេរឿងអីយើងអត់ដឹងត្រូវទេបងប្អូនទាំងអស់គ្នាតែនេះគឺគាត់មិនដឹងតតែសោះហ្មងគឺគាត់ជិះអត់មានបានប៉ះអ្វីតើស្នាមហ្នឹងមកពីណាគាត់ខឹងខ្លាំងមែនទែនរបស់ដែលគាត់ស្រឡាញ់គប់ចិន្តាណាគាត់ស្រឡាញ់ខ្លាំងមែនទែនហេតុអីបានមានបញ្ហាអញ្ចឹងគាត់លែងទៅធនាគារលែងអីឆាចោលយប់ហ្នឹងលែងទៅមើលការងារលែងទៅអីទាំងអស់គឺជិះឡានចូលផ្ទះគាត់ស្រែកហៅកូនស្រីរបស់គាត់ឲ្យចុះមកវិញឲ្យលឿនហើយគាត់ស្រែកហៅប្អូនប្រុសជាម្ចាស់សាច់រឿងចុះមកវិញឲ្យលឿនម៉ោង10យប់ណាម៉ោង10បន្តិចថាម៉ោង10នាទីចុះនៅពេលដែលពួកគាត់ចុះហើយមើលមកគាត់បានយល់ថាណាមើលហើយនេះឥឡូវឡានហ្នឹងយើងគិតធ្វើម៉េចឲ្យថ្នាំនឹងស្អាតមកវិញប្អូនប្រុសម្ចាស់សាច់រឿងឲ្យបងស្រីគាត់ដឹងហើយថាម្ដាយស្រឡាញ់ហើយមើលទៅវាជ្រៅពេកអញ្ចឹងក្នុងករណីហ្នឹងតើធ្វើម៉េចជាងក៏គេបិទទ្វារដែរម៉ោង10យប់ហើយណាគេទៅបាញ់ថ្នាំឡានម៉ោង10យប់នោះទៅបងប្អូនអញ្ចឹងក្នុងករណីហ្នឹងគាត់ក៏មិនដឹងធ្វើម៉េចគាត់ក៏ទាញថ្នាំប៉ូលីកំប៉ុងក្រហមថ្នាំប៉ូលីយកមកប៉ូលីថ្នាំឡានដែលដាច់ជាមួយនឹងដើមឈើយកកំប៉ុងប៉ូលីបងប្អូនសាកពិចារណាតើប៉ូលីដាច់ឬមិនដាច់តែគាត់ប៉ូលីបាន10នាទីប្រហែលជា10នាទីបែរជាស្នាមទាំងអស់ត្រូវបានដាច់អស់ហើយទៅជាថ្នាំថ្មីជ្រើងតែម្ដងតើចម្លែកអត់ហេតុការណ៍មួយហ្នឹងសម្រាប់ខ្ញុំវាចម្លែកពេកវាមិនដែលសាច់ថ្នាំតែឆ្កូតជាមួយនឹងស្លឹកដើមឈើហើយគឺវាមិនមែនដាច់ស្រាទេវាមិនមែនប្រឡាក់បញ្ជាក់ឲ្យច្បាស់បញ្ជាក់ឲ្យបញ្ជាក់ទៀតគឺដាច់ថ្នាំជាមួយនឹងដើមឈើហេតុអ្វីបានប៉ូលីដាច់គាត់ថាគាត់សឹងតែមិនជឿគាត់ប្រាប់ថាបើសិនជាហេតុការណ៍មួយហ្នឹងគេយកមកប្រាប់គាត់ថាបោកហើយតែនេះគាត់ឆ្លងកាត់ខ្លួនឯងទើបគាត់ស្វាងចេះហ្មងថាហេតុអ្វីបានជាប៉ូលីដាច់នៅពេលដែលប៉ូលីដាច់ហើយគាត់ហៅម្ដាយរបស់គាត់ចុះមកម្ដាយរបស់គាត់មើលហើយស្អាតវិញហើយបានមកហ្នឹងម្នាក់ទាំងអស់គ្នាហ្នឹងនៅឈរនៅកន្លែងឡានស្រាប់តែខ្លែងស្រាកហើយយំពីលើក្បាលគាត់គ្រាន់តែខ្វាអញ្ចឹងទៅម្ដាយរបស់គាត់ចាប់ផ្ដើមបចោតាមបែបបច្ចេកបចោរបៀបចាស់ទុំគាត់ដឹងហើយថានៅពេលដែលខ្លែងស្រាកយំគឺយើងត្រូវជេរបចោឲ្យដេញឲ្យវាទៅឆ្ងាយអញ្ចឹងទៅហើយគាត់ក៏អត់មានចាប់អារម្មណ៍អីដែរក្រោយពីគាត់បានជេរបចោទៅខ្លែងស្រាកហើយគាត់បានឆែកមើលឡានហើយស្អាតបាត់ហើយម្ដាយរបស់គាត់ក៏ឡើងទៅបន្ទប់របស់គាត់វិញ
នៅពេលដែលគាត់កំពុងតែធ្វើដំណើរឡើងទៅបន្ទប់នេះគាត់ក៏បានទទួលទូរស័ព្ទមួយពីបុគ្គលិករបស់គាត់ដែលពូរបស់គាត់ដែលទើបទៅលេងហ្នឹងណាគាត់ទទួលថាចេះពូរបស់គាត់មានគ្រោះថ្នាក់ចរាចរណ៍ហើយប្រហែលជាម៉ោង 10 កន្លះយប់ហ្នឹងឯងនៅទីតាំងចំពីមុខធនាគារដែលម្ដាយរបស់គាត់តែងតែទៅដកលុយរាយជារៀងរាល់យប់ហ្នឹងម៉ូតូប៉ះជាមួយនឹងម៉ូតូដែលក្បាលគឺមានរបួសធ្ងន់មែនទែនដែលសឹងតែប៉ល់មុខហ្មងណាខ្ទេចមុខហ្មងណាអញ្ចឹងគាត់សុំច្បាប់ម្ដាយរបស់គាត់ក៏អនុញ្ញាតហើយបុគ្គលិកហ្នឹងក៏ទទួលច្បាប់ហ្នឹងហើយសូត្រទៅយកពូទៅកាឡាម៉ែនគាត់ចុចបានប្រហែលជា1ម៉ោង2ម៉ោងគាត់ក៏ចាប់អារម្មណ៍ថាទូរស័ព្ទរបស់គាត់ដូចជាអស់ថ្មអញ្ចឹងដោយសារតែគាត់ប្រកបរបរមួយហ្នឹងដែលភ្ញៀវតែងតែបាញ់លុយpay បងអញ្ចឹងណាបងទៅតាមរយៈ ABA តាមរយៈ QR អញ្ចឹងទៅគាត់ខ្លាចភ្ញៀវផ្ញើមកអត់មានបាត់កំណត់ហេតុឬក៏បាត់កំណត់ត្រាណាមួយអញ្ចឹងគាត់ក៏ដើរស្វែងរកឆ្នាំងសាកគាត់ស្វែងរកឆ្នាំងសាកបែបណាក៏អត់ឃើញគាត់ក៏ចាប់អារម្មណ៍ថាឆ្នាំងសាកគឺនៅកន្លែងរកស៊ីរបស់គាត់គឺកន្លែងខារ៉ាអូខេហ្នឹងហើយអញ្ចឹងនៅពេលដែលគាត់ជិះទៅដល់កន្លែងទៅយកឆ្នាំងសាកវិញគាត់ក៏ទេទៅបុគ្គលិកមួយហ្នឹងបានប្រាប់ថាពូរបស់គាត់បានទទួលមរណភាពហើយដោយសារតែរបួសគឺធ្ងន់ពេទ្យមិនអាចជួយបានតែនៅពេលដែលគាត់ជិះឡានត្រឡប់មកវិញក្រោយពីការចូលរួមរំលែកទុក្ខហើយគាត់ឡើងឡានជិះមកវិញជិះមកដល់ជិតផ្ទះត្រង់ចំណុចដដែលដែលមុននឹងពូរបស់បុគ្គលិករបស់គាត់ឆាបហ្នឹងណាគឺម៉ូតូដដែលផិនភាគដដែលជិះកាត់ពីមុខឡានរបស់គាត់ណាហើយគាត់សម្លឹងមើលអ្នកបើកបរផិនភាគខោអាវតែមួយដូចទៅនឹងពូរបស់បុគ្គលិករបស់គាត់ចំណុចតែមួយដែលខុសគ្នាគឺបុគ្គលម្នាក់ហ្នឹងអត់មានក្បាលទេជិះទៅគាត់ស្រឡឹងមើលរហូតដល់ជិះទៅផុតតែគាត់សន្និដ្ឋានថានេះប្រហែលជាប្រលឹងរបស់ពូប្រលឹងធំរបស់ពូហ្នឹងគាត់ជិះទៅផ្ទះគេវិញអញ្ចឹងក្នុងករណីនេះតើសាច់រឿងមួយនេះបងប្អូនយល់យ៉ាងណាដែរហេតុការណ៍មួយនេះតើបើសិនជាម្ដាយរបស់ប្អូនប្រុសបានបន្តសកម្មភាពទៅដកលុយទៅអីនៅធនាគារដែលគាត់តែងតែទៅហ្នឹងតើហេតុការណ៍ទាំងមូលទៅជាយ៉ាងណាហេតុអីបានមានស្នាមនៅឡានដោយឆ្កូតនឹងដើមឈើតែប៉ូលាដាច់ណាវាសាច់រឿងហ្នឹងវាគួរឲ្យចម្លែកអញ្ចឹងបកទៅវិញបកទៅមកក្រោយពីខ្ញុំស្ដាប់សាច់រឿងច្រើនមានរឿងហេតុជាច្រើនដែលយើងនឹកស្មានដល់យើងគិតថាចេះបើសិនជាមានអ្នកថែអាសាមែនប្រហែលគេខ្សឹបដាក់ជាអារម្មណ៍យើងអត់ល្អឬក៏មានញៀនណាមួយដឹងមិនឬក៏ស្អីអញ្ចឹងណាដែលធ្វើឲ្យយើងអាខានឬស្អីអញ្ចឹងទៅតែក្នុងករណីមួយចំនួនដែលខ្ញុំស្ដាប់ពីប្រិយមិត្តគឺការចែកម្លែករបស់គាត់អ្នកថែអាសាឬក៏ទេវតាតំបន់អីដោយសារគាត់មានបុណ្យអីអញ្ចឹងបានបង្កហេតុប្លែកដែលយើងក្នុងផ្លូវមនុស្សនឹកស្មានដល់ណាដូចឥឡូវករណីរបស់គាត់អញ្ចឹងឆ្កូតឡានអញ្ចឹងទៅតែយកថ្នាំប៉ូលាដាច់ណាវាអញ្ចឹងដែរអញ្ចឹងតើវាយ៉ាងណានោះយើងក៏អត់ដឹងទាំងអស់គ្នាតែអានឹងជាសិទ្ធិសម្រេចរបស់ប្រិយមិត្តទាំងអស់គ្នាថាតើប្រិយមិត្តយល់ថាវាជារឿងពិតវាជារឿងប្រឌិតតែបើសិនជារឿងពិតតើវាអាចទៅរួចទេនៅហេតុការណ៍ទាំងអស់ដែលបានកើតឡើងបងប្រុសបានចែកសាច់រឿងមួយទៀតខ្លីមែនទែនមកកាន់កម្មវិធីជាអ្វីហើយខ្ញុំចង់ចែកម្លែកទៅជាមួយបងប្អូនទាំងអស់គ្នាតែអត់មានចម្លើយទេបញ្ជាក់គឺអត់មានចម្លើយទេអញ្ចឹងក្នុងករណីហ្នឹងសូមបងប្អូនយកវិភាគហើយ comment មកប្រាប់ខ្ញុំវិញថាតើសាច់រឿងហ្នឹងជាហេតុការណ៍អ្វីបកទៅវ័យដែលគាត់រៀនថ្នាក់មត្តេយ្យជាវ័យក្មេងដែលម្ដាយឪពុករបស់គាត់មិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញផ្ទះទេអញ្ចឹងដោយការបង្ខំចិត្តគាត់បានជួលផ្ទះមួយកន្លែងនៅក្នុងខេត្តដដែលជួលផ្ទះមួយកន្លែងនៅបងរបស់គាត់មិនមានគម្លាតអាយុឆ្ងាយពីគាត់ប្រហែលទេសូមបញ្ជាក់បងស្រីរបស់គាត់អត់មានគម្លាតឆ្ងាយពីគាត់ប្រហែលទេអញ្ចឹងក្មេងហើយអត់ទាន់មានធនធានគ្រប់គ្រាន់អញ្ចឹងល្ងាចឡើងបងប្អូនពីរនាក់តែងតែដឹកដៃគ្នាជិះកង់ដើរលេងជុំវិញផ្ទះប៉ុន្តែក៏មិនឆ្ងាយពីមុខផ្ទះប្រហែលដែរចម្លែកមានថ្ងៃមួយដែលគាត់បានជិះហើយជិះយ៉ាងឆ្ងាយបន្តិចតែនៅក្នុងភូមិផងលបងតែមួយដែលអ្នកនៅជិតគ្នាគឺស្គាល់គ្នាទាំងអស់គាត់ជិះទៅដល់ផ្ទះមួយហ្នឹងគឺបានចាក់សោហើយចាក់សោពីក្រៅបញ្ជាក់ចាក់សោពីក្រៅបិទចិត្តដូចជាមានដំណើរកំសាន្តទៅណាអញ្ចឹងក្នុងករណីហ្នឹងនៅពីមុខផ្ទះហ្នឹងគឺមានរៀនមរិញគង់វាលផ្ទះឈើដាក់កញ្ចែងអញ្ចឹងមរិញគង់វាលហើយមានស្ករគ្រាប់ដោយសារតែបងប្អូនពីរនាក់មានសភាពក្មេងខ្លាំងពេកអញ្ចឹងសាច់រឿងអញ្ចឹងគាត់
ឃើញស្ករគ្រាប់គាត់ក៏ឈោងទៅយកគាត់អត់មានគិតថាមរិញគង្វាមិនរិញគង្វាសែនឲ្យខ្មោយសែនឲ្យទេវតាគាត់អត់គិតទេគឺគាត់ឃើញស្ករគ្រាប់ហើយគាត់ឈោងទៅយកកំពុងតែហែកស្ករគ្រាប់ដាក់ចូលមកក្នុងមាត់សកម្មភាពមកដាក់ចូលក្នុងមាត់នេះគាត់បានឮសំឡេងមនុស្សស្រីយំគួរឲ្យខ្លាចចេញពីក្នុងផ្ទះមួយហ្នឹងគាត់បានសម្លឹងមើលទៅតាមប្អួយចំហគាត់បានឃើញមនុស្សស្រីម្នាក់អង្គុយយំអោបជើងនៅចដើប៉ុន្តែពីចដើមកគាត់គឺមានប្រវែងឆ្ងាយខ្លាំងមែនទែនឆ្ងាយខ្លាំងមែនទែនហេតុអីបានយំក៏លួចហូចច្បាស់មែនទែនចូលមកក្នុងតិចគាត់អ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយសំខាន់បំផុតគឺក្នុងគ្រួសារម្ចាស់ផ្ទះទាំងមូលសុទ្ធសឹងតែជាមនុស្សប្រុសមិនមានអ្នកណាជាមនុស្សស្រីក្រៅពីម្ដាយទេអញ្ចឹងម្ដាយប្រកាសជាពួកគាត់ស្គាល់ដែរអ៊ំស្រីរបស់គាត់មិនសាច់ឈាមតែយើងដឹងហើយអ៊ំនៅជិតខាងតែនេះមិនមែនទេជាមនុស្សស្រីម្នាក់ដែលមានវ័យយ៉ាងក្មេងតែយំអោបមុខអោបជង្គង់យំលឺកលួចនៅពេលដែលគាត់កំពុងតែសម្លឹងបងអួចដែលគាត់សម្លឹងនឹងស្រាប់តែមានឈាមហូរចេញមកតាមប្អួចតាមជាងខាងក្រៅហូរចុះមកគាត់ឃើញបែបហ្នឹងបងគាត់ជាមួយនឹងគាត់លែងចាំហើយស្អីក៏ស្អីទៅគឺទាញកង់រត់ចេញពីកន្លែងហ្នឹងឲ្យលឿនផុតដំណងទៅផ្ទះសំណួរបកទៅវិញគាត់នៅតែឆ្ងល់ក្នុងចិត្តថាតើម្នាក់ស្រីមួយហ្នឹងជាអ្នកណាហេតុអ្វីបានបង្ហាញខ្លួនឲ្យពួកគាត់ឃើញហេតុអ្វីបានយំឲ្យគាត់ឮហេតុអ្វីអញ្ចឹងក្នុងករណីហ្នឹងខ្ញុំក៏អត់មានចម្លើយដែរវាគ្រាន់តែជាការសន្និដ្ឋានទេអាចជាមុននឹងម្ចាស់ផ្ទះនឹងបានរើចូលប្រហែលជាមានរឿងរ៉ាវជាច្រើនបានកើតឡើងកន្លែងហ្នឹងដោយឡែកក៏អាចជាតំបន់មួយដែលមុនសង់ផ្ទះស្ថិតនៅគេហៅថាចំពីលើភ្នូគេឬក៏ជាទីតាំងដែលគេធ្លាប់ស្លាប់ជាក់ស្ដែងដោយដែលខ្ញុំបានចែកម្លែកតាក់ទងជាមួយរឿងរបស់ខ្ញុំដែលផ្ទះរបស់ខ្ញុំសង់នៅលើភ្នូគេអញ្ចឹងគឺវាប្រហាក់ប្រហែលជាមួយគ្នាហ្នឹងមិនទាន់មានសំណង់គឺមានសាកសពបាត់ហើយអញ្ចឹងនៅពេលដែលសាងសង់ហើយផ្ទះថ្មីចង់ឡើងមិនឡើងចង់ហៅលោកមកប្រោះព្រំឬក៏យ៉ាងណាក្តីវាហួសពេលបាត់ហើយព្រោះតំបន់ហ្នឹងគឺជាតំបន់របស់គេអញ្ចឹងវិធីដោះស្រាយមានតែវិធីចរចាដោយបែបសន្តិវិធីតែប៉ុណ្ណោះអញ្ចឹងក្នុងករណីហ្នឹងខ្ញុំក៏មិនដឹងថាតើបុគ្គលតើនារីម្នាក់ហ្នឹងជាអ្នកណាជាខ្មោចឬជាមនុស្សឬក៏ជាសាច់រឿងបែបណាក៏យើងអត់ដឹងអាស្រ័យទៅលើការវិនិច្ឆ័យរបស់បងប្អូនទាំងអស់គ្នាតោះយើងចូលដល់សាច់រឿងទី3របស់យើងសាច់រឿងទី3នេះគឺបានចែកដោយបងស្រីម្នាក់ហើយខ្ញុំចង់ឲ្យបងប្អូនស្ដាប់ដោយមានការពិចារណាថាតើមានរឿងហេតុអីកើតឡើងហើយរឿងហេតុទាំងមូលនេះវាជារឿងដែលយើងនឹកស្មានអត់ដល់តោះយើងចូលសាច់រឿងបងស្រីគាត់ប្រាប់ថាអញ្ចឹងនៅក្នុងឆ្នាំ2022គាត់មានចំនួនជាមួយនឹងអ៊ំស្រីរបស់គាត់មនុស្សដែលធ្លាប់តែល្អជាជាមួយគ្នាបែរជាមានចំនួនខ្លាំងមែនទែនដោយមានការវាយប្រហារដោយពាក្យសម្ដីដោយមានការពោលពាក្យអវិជ្ជមានដោយមានការប្រើពាក្យជេរប្រមាថជាដើមដែលគាត់ទទួលយកបានហើយអ៊ំស្រីរបស់គាត់បានបញ្ចប់នៅពាក្យសម្ដីចំនួនទាំងអស់ហ្នឹងដោយពាក្យថាចាំមើលដឹងខ្លួនហើយគាត់និយាយពាក្យហ្នឹងខ្ញុំកាត់អាកដាលចោលធម្មតាឆ្លោះគ្នាមិនដែលចាំមើលប្អូនឯងដឹងខ្លួនទេគាត់មិននិយាយចឹងណោះអាហ្នឹងសូមបំពេញទាំងអស់គ្នាថាគាត់និយាយថាម៉េចតែបញ្ចប់ត្រឹមពាក្យថាចាំមើលដឹងខ្លួនហើយគាត់មិនមែនជាមានមនុស្សមានជំនឿទេគាត់មិនមែនជាមនុស្សមានជំនឿទេប៉ុន្តែចឹងគាត់ក៏អត់ចាប់អារម្មណ៍អីដែរប៉ុន្តែមួយរយៈក្រោយគាត់មានអារម្មណ៍ថាដូចជាមានគេតាមគាត់ដូចជាគ្រប់ពេលគ្រប់កន្លែងដែលគាត់អង្គុយញ៉ាំបាយគ្រប់ពេលកន្លែងដែលគាត់គេងគ្រប់ពេលកន្លែងដែលគាត់ទៅងូតទឹកឬក៏ដើរទៅកន្លែងណាគាត់តែងតែមានអារម្មណ៍ថាមានមនុស្សម្នាក់ទៀតដើរតាមគាត់ជានិច្ចអាការៈរបស់គាត់បានធ្វើឲ្យគាត់ធ្វើទុកគាត់ខ្លាំងមែនទែនធ្វើឲ្យគាត់បាក់កម្លាំងធ្វើឲ្យគាត់អត់ស្រួលខ្លួនតែយប់ឡើងក៏គេងមិនលក់ដែរគាត់តែងតែងើបឡើងនៅម៉ោង2យប់រាល់ម៉ោង2យប់គឺគាត់ដឹងខ្លួនងើបរហូតហើយគ្រប់ពេលដែលគាត់ងើបគាត់តែងតែទទួលអារម្មណ៍ថាមានកែវភ្នែកមួយគូដែលសម្លឹងគាត់ពោពេញដោយកំហឹងពោពេញដោយកែវភ្នែកខូខើសម្លឹងមកគាត់អញ្ចឹងអាការៈមួយនេះបានបន្តហើយបន្តទៀតបន្តហើយបន្តទៀតរហូតដល់គាត់ចង់ក្លាយទៅជាបុគ្គលម្នាក់ដែលមានជំងឺផ្លូវចិត្តវិបត្តិផ្លូវចិត្តបាត់បង់សតិគាត់ខំប្រឹងផឹកថ្នាំ
ផឹកថ្នាំរំងាប់អារម្មណ៍តែនៅតែអត់បាត់មានថ្ងៃមួយគាត់ក៏បានធ្វើដំណើរជាមួយមិត្តភ័ក្តិរបស់គាត់ទៅខាងភ្នំឧដុង្គទៅជួបជាមួយនឹងលោកតាម្នាក់ព្រះចៅអន្តិកានៅវត្តមួយហ្នឹងដែលគាត់ទៅធ្វើបុណ្យហ្នឹងបានទូទាយឲ្យគាត់ថាញោមរិស័យរបស់ញោមគឺធ្លាក់ស្មើសូន្យហើយចឹងញោមប្រយ័ត្នខ្លួនគាត់បានឮសង្ឃនិការបស់ព្រះចៅអន្តិកាបែបហ្នឹងគាត់ក៏បានសុំទឹកមន្តរបស់ព្រះចៅអន្តិកាយកមកលុបលាងសម្អាតខ្លួនយកមកលុបមុខដើម្បីលើករិស័យប៉ុន្តែអាការៈទាំងអស់ហាក់ដូចជាមិនបានផលទេបានផលត្រឹមតែរយៈពេល2ទៅ3ថ្ងៃផុតពីនឹងថ្ងៃទី4ថ្ងៃទី5អ្វីក៏វិលមកសភាពធម្មតាឆ្លាស់បានតែមួយផ្លែតហើយក៏ចាប់ផ្ដើមមានជំងឺផ្លូវចិត្តចាប់ផ្ដើមយំសុកសើចសុកយំសុកសែតសុកចង់ក៏សកម្មភាពបែបនឹងដដែលរហូតដល់គាត់ទ្រាំអត់បានមានថ្ងៃមួយគាត់កំពុងតែអង្គុយធ្វើការកំពុងតែអង្គុយស្រាប់តែទឹកភ្នែករបស់គាត់ហូរដល់ដឹងខ្លួនហើយគាត់យំខ្លាំងមែនតើរហូតដល់កូនចៅរបស់គាត់បានសួរគាត់ថាអញ្ចេះបងមេកើតអីមែនគាត់ប្រាប់ថាអត់អីទេគាត់ឈឺក្បាលបន្តិចទេគាត់ក៏ញ៉ាំថ្នាំហើយក៏នៅតែអត់បាត់ឈឺក្បាលមិត្តភ័ក្តិរបស់គាត់ឃើញសភាពរបស់គាត់បែបហ្នឹងហើយដែលគាត់គិតថានាំមិត្តភ័ក្តិនាំម្ចាស់សាច់រឿងហ្នឹងទៅមើលគ្រូទាយមើលខៃលូជួយបានខៃលូមានចម្លើយដឹកដៃគ្នាទៅរកគ្រូទាយចាប់ផ្ដើមទស្សទាយមើលហើយក៏ប្រាប់ថាអូនកូនឯងហ្នឹងអត់ល្អទេរិស័យរបស់កូនឯងធ្លាក់ស្មើសូន្យអញ្ចឹងមានបុគ្គល2នាក់ហើយពលគឺព្រះចៅអន្តិកាដែលមានសង្ឃនិកាថាញោមរិស័យរបស់ញោមធ្លាក់ដល់សូន្យហើយគ្រូទាយគឺជាបុគ្គលទី2ដែលគាត់មានអារម្មណ៍ថាបាននិយាយប្រាប់គាត់ថារិស័យធ្លាក់ស្មើសូន្យការទៅមើលគ្រូទាយហ្នឹងមិនមែនត្រឹមតែឃើញមិត្តភ័ក្តិដែលមិត្តភ័ក្តិគាត់ហ្នឹងជាម្ចាស់សាច់រឿងហ្នឹងមានអាការៈចម្លែកទេប៉ុន្តែម្ចាស់សាច់រឿងគាត់មានអារម្មណ៍ថាមានសម្ពាធហើយចង់ផ្លាស់ប្ដូរការងារគាត់ទៅសួរទៅហើយដល់ពេលបើកទូទាយមើលក៏គ្រូទាយមានប្រសាសន៍ប្រាប់ថារិស័យធ្លាក់ស្មើសូន្យកុំដូរកន្លែងការងារអីឡើងអីចឹងទៅឲ្យនៅទ្រាំអញ្ចឹងអាការៈរបស់គាត់នៅតែបន្តដដែលរហូតដល់រយៈពេល1ឆ្នាំពេញណាបងប្អូនទ្រាំបានណាខ្ញុំសរសើរចិត្តគាត់មែនតើទ្រាំបានណាធម្មតាបើសិនជាយើងគេងអត់លក់គេងអត់បានអារម្មណ៍ញ៉ៃតាមអាទិត្យយើងបាក់កម្លាំងងាប់ហើយតែគាត់ទ្រាំបានរហូតដល់1ឆ្នាំពេញមានថ្ងៃមួយជាថ្ងៃសិលធំគាត់អង្គុយគាត់ក៏នឹកឃើញដល់លោកមារបស់គាត់ម្នាក់ដែលជាសាច់ញាតិរបស់គាត់តែ2-3តំណអញ្ចឹងក្នុងករណីហ្នឹងគាត់ក៏នឹកឃើញថាអូលោកមារបស់គាត់ជាគ្រូម្នាក់ដែលប៉ាកែខាងដោះអំពើឬក៏ប្រក្រាបខ្មោចព្រាយបិសាចអញ្ចឹងគាត់គិតភ្លាមគាត់អត់ចាំស្អែកឬខាងស្អែកទេគឺគាត់ជិះទៅរកលោកមារបស់គាត់តែម្ដងនៅពេលដែលគាត់ជិះទៅដល់លោកមារបស់គាត់ក៏ស្រែកពីចង្អាយឃើញគាត់ភ្លាមស្រែកពីចង្អាយមិនបានមករកគាត់នៅថ្ងៃសិលធំអញ្ចឹងប្រហែលហ្នឹងណាបងស្រីគាត់ឆ្ងាញ់ចេះទ្រាំលែងបានហើយលោកមាដោយសារតែម្ដងសើចម្ដងយំដោយមនុស្សឈួតហើយហ្នឹងក្នុងចិត្តញ៉ៃមែនតើខ្ញុំត្រូវការលោកមាជួយលោកមារបស់គាត់មានប្រសាសន៍ថាអញ្ចេះអ្វីដែលគាត់សម្ដៅថាហេតុអីបានមករកថ្ងៃសិលធំហ្នឹងគឺពាក្យឃ្លានេះឯងហេតុអ្វីបានចិត្តងាប់ហើយទើបបានដាច់ចិត្តមករកគាត់នេះសម្ដីមួយនេះដែលជាសម្ដីពិតប្រាកដរបស់លោកមារបស់គាត់លោកមារបស់គាត់នៅពេលដែលទាញគាត់ឡើងទៅដល់លើផ្ទះហើយក៏ប្រាប់គាត់ថាអញ្ចេះពេលដែលឆ្លោះគ្នាជាមួយគេមិនក៏មិនមករកគាត់ភ្លាមដឹងទៀតដឹងថាឆ្លោះគ្នាជាមួយគេហើយគេបានធ្វើអ្វីនៅលើគាត់អញ្ចឹងគាត់ថាគាត់អត់ដឹងគាត់អត់ជឿអញ្ចឹងហើយទៅបានគាត់ចេះតែបដ ாய்គាត់គិតថាជាអារម្មណ៍របស់គាត់ឡើងតែលោកមារបស់គាត់ថានឹងមិនមែនជាអារម្មណ៍ទេគេបានធ្វើអំពើនៅលើគាត់លោកមារបស់គាត់មិនចាំយូរទេគាត់ក៏ចាប់ផ្ដើមរៀបចំកិច្ចរៀបចំពិធីដែលទាមទារឲ្យគាត់ស្នាក់នៅផ្ទះលោកមារបស់គាត់រយៈពេល7ថ្ងៃ7យប់ហើយលោកមារបស់គាត់ចាប់ផ្ដើមចងខ្សែដៃខ្សែជើងហើយខ្សែចង្កេះឲ្យគាត់ចាប់ផ្ដើមស្រោចទឹកមិនដាក់សូម្បីតែមួយថ្ងៃគាត់បានប្រាប់ខ្ញុំថាអញ្ចេះគាត់ជាមនុស្សម្នាក់ដែលស៊ីតិចប៉ុន្តែនៅពេលដែលទឹកខែនោះមិនមែនជាខែភ្លៀងខែនោះមិនមែនជាខែតិចតែហេតុអ្វីបានទឹកនៅពេលដែលលោកមារបស់គាត់ស្រោច
ស្រោចលើខ្លួនរបស់គាត់គឺគាត់មានសភាពត្រជាក់ញ័រដូចកូនសត្វត្រូវទឹកអញ្ចឹងណាគាត់ឆ្ងល់ខ្លួនឯងមែនទែនទាំងខ្លួនឯងជាមនុស្សដែលស៊ីត្រជាក់អញ្ចឹងហើយក្នុងករណីហ្នឹងហើយគាត់ក៏ចាប់ផ្ដើមជឿនៅពេលដែលចប់7ថ្ងៃ7យប់គាត់ក៏បានទទួលសុបិននិមិត្តមួយថាមានខ្មោចមួយដែលតាមគាត់ហ្នឹងណាមកប្រកាសខ្លួនថាខ្ញុំចាញ់ហើយប្រើពាក្យមួយម៉ាត់ហ្នឹងក៏រលាយបាត់ទៅលោកមារបស់គាត់នៅពេលដែលព្រឹកឡើងក៏ប្រាប់គាត់ឲ្យទៅផ្ទះមុននឹងទៅផ្ទះហ្នឹងក៏ប្រាប់ថាកុំឆ្លោះគ្នាជាមួយនឹងអ៊ំសេរីម្នាក់ហ្នឹងទៀតអ៊ំសេរីម្នាក់ហ្នឹងមិនមែនជាមនុស្សធម្មតាទេមានន័យថាអ៊ំសេរីម្នាក់ហ្នឹងគាត់បានប្រើបុគ្គលម្នាក់ទៀតឲ្យធ្វើអំពើបំពានឲ្យយកខ្មោចព្រាយបិសាចមកតាមខ្លួនអ្នកដែលគាត់ស្អប់មិនត្រឹមប៉ុណ្្នឹងទេណាបងប្អូនអ៊ំសេរីម្នាក់ហ្នឹងដោយសារតែឆ្លោះគ្នាជាមួយនឹងប្តីមិនដឹងថាមានវិបត្តិស្អីឲ្យពិតប្រាកដឲ្យឆ្លោះគ្នាមួយប្តីខ្លាំងណាគាត់បានប្រើគ្រូម្នាក់នោះមិនមែនជាលោកមារបស់គាត់ទេគ្រូម្នាក់ទៀតធ្វើអំពើរហូតដល់ប្តីគាត់បាត់បង់ជីវិតតែប៉ុណ្្នឹងមិនគួរឲ្យខ្លាចទេបងប្អូនអរគ្នាអ្វីដែលគួរឲ្យខ្លាចគឺអ៊ំស្រីម្នាក់ហ្នឹងគឺជាមនុស្សធម៌អាជាអ្នកទៅវត្តជាអ្នកគោរពព្រះសង្ឃជាអ្នកធ្វើបុណ្យមិនដាច់ដែលគាត់មើលឲ្យគាត់ថាគាត់ស្បត់គាត់លែងហ៊ានជឿអ្នកធ្វើបន់ពិតប្រាកដណាពួកអីមនុស្សដែលមកប្រកាសឲ្យគេចូលបន់មនុស្សដែលនាំគេទៅធ្វើបន់ណាហ៊ានធ្វើអំពើមួយហ្នឹងដែលអាចឈានដល់មិនអាចទេដែលបានឈានដល់ការយកជីវិតប្តីរបស់ខ្លួនឯងដែលអោបជាប់ទ្រូងរយប់ហ៊ានទោះមានបញ្ហាអ្វីក៏ដោយហេតុអ្វីបានដល់ថ្នាក់ធ្វើអំពើផ្ដាច់ជីវិតបែបហ្នឹងអញ្ចឹងក្នុងករណីហ្នឹងហើយដែលគាត់ស្បត់តែម្ដងថាគាត់ឈប់ប្រស្រ័យជាមួយអ៊ំស្រីមួយហ្នឹងហើយគាត់មានការប្រយ័ត្នខ្ពស់តើសាច់រឿងមួយនេះបងប្អូនទាំងអស់គ្នាមានអារម្មណ៍មិនដែរតោះយើងចូលដល់សាច់រឿងទី4របស់យើងជាសាច់រឿងកូនពៅនៃកម្មវិធីជាវ័យអេពីសូតទី9នេះគឺជាសាច់រឿងកូនពៅដែលចែករំលែកដោយបងប្រុសម្នាក់ដែលរឿងហេតុទាំងមូលបានកើតឡើងនៅក្នុងខេត្តកំពង់ចាមគាត់មិនបានបង្ហើបថានៅក្នុងឆ្នាំណាទេអញ្ចឹងក្នុងករណីហ្នឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ស្ដាប់នៅរឿងមួយនេះហើយមានការពិចារណាបន្តសាច់រឿងមួយនេះបានកើតឡើងនៅក្នុងកំពង់ចាមទៅលើគ្រួសាររបស់អ៊ំប្រុសរបស់គាត់បញ្ជាក់ម្ចាស់សាច់រឿងគាត់មានបងប្អូនរបស់គាត់មានឪពុកម្ដាយរបស់គាត់ដែលនៅជិតផ្ទះអ៊ំប្រុសរបស់គាត់ផ្ទះម្ចាស់សាច់រឿងគឺជាអ្នកធ្វើបុណ្យគោរពអំពើល្អមិនធ្វើទេបាបដឹងអ្វីត្រូវអ្វីខុសអ៊ំប្រុសរបស់គាត់បានប្រកបរបរមួយដែលមានការកាច់កុងគ្នាខ្លាំងមែនទែនខ្ញុំមិនដឹងថាជារបរអីអញ្ចឹងខ្ញុំស្នើសុំឲ្យបងប្អូនទាំងអស់គ្នាកុំគិតអូធ្វើរបរនេះហើយអញ្ចឹងអូធ្វើរបរនោះហើយអញ្ចឹងគ្រាន់តែស្ដាប់ទុកជាព័ត៌មានបើកចំហផ្លូវចិត្តកុំវិនិច្ឆ័យកុំអីឲ្យសោះដោយសារតែនៅពេលដែលយើងវិនិច្ឆ័យទៅវាអាចត្រូវវាអាចខុសវាអាចជាការចោទប្រកាន់វាស័ក្តិសមហើយវាឈានទៅដល់សំមុខហើយអញ្ចឹងយើងកុំអីយើងគ្រាន់តែស្ដាប់ជាព័ត៌មានហើយយើងទទួលនៅស្នូសាច់រឿងវិញថាតើស្នូសាច់រឿងហ្នឹងគឺអ្វីវិញអញ្ចឹងបកទៅសាច់រឿងរបស់អ៊ំប្រុសវិញអ៊ំប្រុសគឺប្រកបរបរមួយដែលគាត់មានសមាជិកច្រើនដែរនៅក្នុងផ្ទះណាហើយគាត់រកស៊ីរបរមួយដែលមានការកាច់កង់ច្រើនល្ងាចថ្ងៃមួយនៅពេលដែលគៀកដល់ម៉ោងញ៉ាំបាយយើងថាម៉ោង4ល្ងាច5ល្ងាចដែលរៀបធ្លាក់ថ្ងៃណាសុកម្ចាស់សាច់រឿងបានឮសំឡេងកភ្លើងបាញ់មកគាត់ទៅភុំបានមិនតិចអ្នកផ្ទះរបស់អ៊ំប្រុសរបស់គាត់ស្រែកយំខ្លាំងមែនតើទៅហូរយំខ្លាំងមែនតើកងលំពងណានៅក្នុងភូមិហ្នឹងណាគេក៏ឮដែរម្នាក់ស្ទុះចេញពីផ្ទះម្ចាស់សាច់រឿងនិងក្រុមគ្រួសារបានស្ដាប់ហើយដឹងថាជាសំឡេងរបស់អ៊ំស្រីរបស់ខ្លួនហើយជាសំឡេងរបស់បងប្អូនរបស់ខ្លួនម្ចាស់សាច់រឿងនិងក្រុមគ្រួសារទាំងអស់បានស្ទុះទៅពីមុខទ្វារគោះទ្វារបើកទ្វារឲ្យគោះទ្វារហើយរួនទ្វារផងឲ្យបើកមាននឹងអីនៅពេលដែលទ្វារបើកអ្វីដែលគាត់បានឃើញគឺជាខ្លួនប្រាណរបស់អ៊ំប្រុសគាត់ដែលដេកដួលនៅក្នុងថ្លុកឈាមមានន័យថាខ្មាន់កំភ្លើងបានឆក់យកជីវិតរបស់អ៊ំប្រុសរបស់គាត់បាត់ទៅហើយគាត់ឃើញអញ្ចឹងម្នាក់នៅក្នុងផ្ទះក្តីនៅក្នុងផ្ទះគាត់និងក្នុងផ្ទះអ៊ំគាត់ចាប់ផ្ដើមមានការសង្ស័យដូចជាមិនមែនជាករណីធម្មតាតែជាករណីឃាតកម្មប៉ូលីសបានមកដល់ហើយធ្វើកោសលវិច័យហើយបានបញ្ជាក់ 100% ថានេះគឺជាការសន្និដ្ឋានថាច្បាស់ស្ទើរតែ 100% យ៉ាងថា 99% ចុះ
វាជាករណីឃាតកម្មដោយសារតែទ្រព្យសម្បត្តិនៅលើខ្លួនរបស់អ៊ំប្រុសរបស់គាត់មិនបានបាត់បង់សូម្បីតែមួយមុខគឺមានតែជីវិតរបស់អ៊ំប្រុសគាត់ទេដែលបានបាត់បង់ម្នាក់បានយល់ថានេះគឺជាការកាត់កុងគ្នាដែលឈានទៅដល់ករណីឃាតកម្មក្រុមគ្រួសាររបស់អ៊ំប្រុសរបស់គាត់ដឹងថាមានការធ្វើឃាតកម្មចឹងហើយម្នាក់ក៏បែកជើងគ្នាបែកជើងហូតចោលសក់ណាព្រោះធម្មតាបើសិនជាយកមនុស្សបានម្នាក់ហើយនេះជាបទពិសោធន៍ហ្មងណាបងប្អូនខ្ញុំធ្លាប់ជួបជាមួយនឹងវិបត្តិចប់អ្នកស្គាល់ខ្ញុំដែរគឺបើសិនជាគេយកម្នាក់ហើយគេចង់យកបន្តទៀតគេថាលុបគេជីកស្មៅជីកចង្រឹះណាករណីនឹងវាប្រហែលហ្នឹងតែតម្រូវឲ្យទាំងអស់គ្នាបានរត់ចោលស្រុកដោយឡែកនៅសល់តែបងស្រីចរូនមួយរបស់គាត់ម្នាក់ដែលនៅពេលនោះមានវ័យ22ឆ្នាំនៅក្នុងផ្ទះម្នាក់ឯងម្ដាយរបស់គាត់ក៏តែងតែអឺតមើលក្រោយហេតុការណ៍ម្ដាយរបស់គាត់ឪពុករបស់គាត់បងប្អូនរបស់គាត់តែងតែអឺតមើលតែងតែសួរសុខទុក្ខតែងតែយកចិត្តទុកដាក់មិនខានរំលងសូម្បីតែមួយថ្ងៃតែមានថ្ងៃមួយទៅដល់ទីតាំងបាត់បងស្រីគាត់បាត់បងស្រីរបស់គាត់ម្នាក់ផ្អើលឆោឡោជាសម័យកាលទូរទស្សន៍ដែលមានកន្ទុយវែងហើយអត់មាន Telegram អត់មាន smartphone អីទេអត់ទេគឺកាន់រូបថតដើរហោអញ្ចឹងអ្នកទាំងអស់គ្នាសម័យបានថាហេតុការណ៍នឹងនៅក្នុងឆ្នាំណាដោយសារតែមានរូបថតមួយសន្លឹករបស់បងស្រីចរូនមួយរបស់គាត់ប៉ាម៉ាក់របស់គាត់បានចែកជើងគ្នាជាមួយនឹងបងប្អូនដទៃកាន់រូបថតនឹងដើរសួរគេថាមានឃើញក្មួយគាត់អត់នៅពេលដែលសួរបន្តហើយបន្តទៀតម្ដងហើយម្ដងទៀតរហូតទៅដល់បេនឡានមានព្រូឡានម្នាក់ណាគាត់បានប្រាប់ថាអូខ្ញុំឃើញតាប្អូនស្រីនឹងបានឡើងទៅជាមួយនឹងមនុស្សប្រុសមួយក្រុមជិះឡានឡើងទៅហើយដូចជាដំណងទៅប៉ោយប៉ែតគាត់បានឮដំណឹងហ្នឹងហើយគាត់ក៏ស្កាត់ទេទៅរកខាងប៉ូលីសខាងរដ្ឋបាលដែនដីដើម្បីឲ្យធ្វើអន្តរាគមន៍ឡើងអញ្ចឹងទៅដំណើរនៅពេលដែលគាត់ទេស្កាត់ហ្នឹងគាត់ក៏អត់ចាំយូរដែរគាត់ចាប់ផ្ដើមម៉ៅឡានជិះទៅរកអូនក្មួយស្រីគាត់ក៏ដូចជាបងស្រីចរូនមួយរបស់គាត់នៅប៉ោយប៉ែតហ្នឹងឯងនៅពេលដែលទៅដល់ប៉ោយប៉ែតនេះសកម្មភាពស្វែងរកគឺប្រើពេលប្រហែលជា 2-3 ថ្ងៃទទួលទូរស័ព្ទមួយដែលទេមកពីរដ្ឋបាលដែនដីបានបញ្ជាក់ប្រាប់ថាគេបានរកឃើញក្មួយស្រីរបស់គាត់ហើយនៅពេលដែលគាត់ជិះទៅដល់ទីតាំងគាត់ទទួលយកក្មួយស្រីរបស់គាត់មានសភាពស្លើបាត់ស្មារតីរបៀបមនុស្សស្លើអត់មានព្រលឹងនៅក្នុងខ្លួនណាអត់មានសោះឡើយសំបីតែអារម្មណ៍អត់មានអារម្មណ៍ថាស្គាល់គាត់ឡើងដូចបាត់បង់សតិដូចប្រើថ្នាំញៀនចឹងហើយការសន្និដ្ឋានដំបូងរបស់អ្នកជំនាញបានថាគេចាប់ជំរិតគាត់នឹងមុងរត់ទៅប្រទេសថៃតាមច្រកប៉ោយប៉ែននឹងឯងដែលបញ្ជាក់ថ្នាំញៀនគាត់ហើយសំណាងមែនទេដែលបានរកឃើញតាន់ពេលវេលានេះបើយឺតមួយចំហៀនព្រោះតែប្រតិបត្តិការរបស់អ្នកដែលយកក្មួយស្រីរបស់គាត់ទៅហ្នឹងវាខ្វះតែបន្តិចទៀតគឺចូលទៅដល់ដែនដីថៃហើយអញ្ចឹងក្នុងករណីនេះគឺជាបុណ្យជួយណាបុណ្យជួយមែនតើដែលស្វែងរកឃើញបើសិនជាទៅដល់ទឹកដីថៃមិនដឹងថារសាន់តែដល់កន្លែងណាហើយអំណាចនៃរដ្ឋបាលដែនដីរបស់យើងក៏មិនអាចមានឥទ្ធិពលណាមួយឲ្យវាជាក់ស្ដែងទៅលើដែនដីរបស់ប្រទេសគេដែរអញ្ចឹងក្នុងករណីហ្នឹងហើយដែលគាត់បានទទួលប្អូនក្មួយស្រីរបស់គាត់មកខេត្តរបស់គាត់វិញអញ្ចឹងក្រោយការមើលថែយ៉ាងយកចិត្តទុកដាក់រយៈពេល1សប្តាហ៍ហើយប្អូនក្មួយស្រីរបស់គាត់នៅតែមានសភាពស្លើភ្លេចភ្លាំងមានអារម្មណ៍ថាខុសប្រក្រតីលែងទៅជាមនុស្សម្នាក់ដែលមានអារម្មណ៍ក្នុងខ្លួនដែលមានព្រលឹងប្រឡាក់ក្នុងខ្លួនហើយគាត់ក៏ចាប់អារម្មណ៍ដែរបើសិនជា7ថ្ងៃហើយមកត្រឹមបាត់2-3ថ្ងៃបើសិនជាគេពិតជាបញ្ច្រកថ្នាំញៀនមែនហេតុអ្វីវាមានឥទ្ធិពលយូរដល់ថ្នាក់ហ្នឹងអានេះសម្រាប់ខ្ញុំអត់ដឹងព្រោះខ្ញុំអត់ដែលប្រើប្រាស់ថ្នាំញៀនអញ្ចឹងខ្ញុំអត់ដឹងថាតើវាមានឥទ្ធិពលអញ្ចឹងមែនអត់បើអ្នកទុំទៅប្រើបានប្រហែលថ្ងៃនេះអ្នកដែលទុំប្រើបានប្រហែលថ្ងៃនេះហើយម្លងមកសប្តាហ៍ជាងហើយវានៅតែបុគ្គលម្នាក់ហ្នឹងនៅតែមានសភាពនឹងដដែលណារបៀបបែកកម្មដ្ឋានណាអញ្ចឹងក្នុងករណីហ្នឹងគាត់ក៏ចោទការសង្ស័យទៅលើការប្រើអាគមម្ដងអញ្ចឹងក្នុងករណីហ្នឹងគាត់បានយកក្មួយស្រីរបស់គាត់ទៅវត្តមួយដែលមានចែកអន្តរការមួយអង្គដែលល្បីដែលពូកែមើលក្មួយស្រីរបស់គាត់នៅពេលដែលទៅដល់ចែកអន្តរការបានធ្វើកិច្ចហើយស្រោចទឹកហើយមើលនិស្ស័យរបស់ក្មួយស្រីរបស់គាត់ហើយលោកមានសង្ឃនិកាបែបនេះក្មួយស្រី
គឺមានគេធ្វើអំពើមានគេបញ្ជាឲ្យមកតាមហើយអ្នកដែលតាមហ្នឹងគឺជាឪពុកដែលគេបានធ្វើឃាតថ្ងៃមុននឹងឯងគឺជាឪពុករបស់ខ្លួនពួកគេបានរៀបចំពិធីចងព្រលឹងហើយឲ្យឪពុកហ្នឹងមកធ្វើបាបកូនស្រីរបស់ខ្លួនឯងវិធីដែលបន្សាបស្ដាប់ទៅគឺហួសហេតុមែនទែនឈាមឆ្កែខ្មៅហើយនឹងលឹងឆ្កែខ្មៅយកមកសូនធ្វើជាអសុនមកគ្រាប់ញាត់ចូលមាត់គាត់ហើយលេបទៅនឹងគឺជាវិធីដោះស្រាយដោះទាំងឪពុករបស់គាត់ដោះទាំងខ្លួនគាត់ដដែលបងប្អូនទាំងអស់គ្នាស្ដាប់ហើយសូមកុំមានន័យថាចេះអូអញ្ចឹងឈាមឆ្កែខ្មៅកុំណាបងប្អូនសម្រាប់គាត់ណាម្ចាស់សាច់រឿងគាត់ស្ដាប់ហើយជាមនុស្សធ្វើបន់ជាមនុស្សដែលដឹងខុសដឹងត្រូវមិនយកជីវិតសត្វផ្ដេសផ្ដាស់បានន័យថាចេះគ្រួសាររបស់គាត់បើត្រីទៅទិញត្រីបើត្រីរស់គាត់អត់ទិញទេតតែត្រីហ្នឹងស្លាប់ហើយទៅបានងាប់ហើយទៅបានគាត់ទិញយកមកធ្វើប៉ុន្តែបើរស់មកដំផាំងហ្មងគឺគាត់អត់ធ្វើទេតែនេះចៅអធិការថាវិធីដោះស្រាយមានសង្ឃដីកាថាវិធីដោះស្រាយតែមួយគត់គឺយកឈាមឆ្កែខ្មៅហើយនឹងលឹងឆ្កែខ្មៅមកសម្បូរចូលគ្នាឲ្យខ្លាយជាថ្នាំហើយឲ្យខ្លាយជាឱសថមួយដើម្បីដោះអំពើអំព័ន្ធហើយនឹងដោះស្ថានភាពមួយហ្នឹងដោយភាពទាល់ច្រកគេហៅថាទៀងវាមិនឈ្នះទាល់ណាគាត់ក៏ក្រុមគ្រួសាររបស់គាត់ក៏សម្រេចចិត្តមានការជជែកវែកញែកព្រោះឆ្កែក៏នៅតែជាជីវិតមួយអញ្ចឹងក្នុងករណីហ្នឹងគាត់បានជជែកវែកញែកក៏សម្រេចចិត្តថាត្រូវតែជួយក្មួយស្រីរបស់គាត់ពួកគាត់បានទៅទិញឆ្កែខ្មៅមួយក្បាលពីអ្នកជិតខាងដែលឆ្កែមួយហ្នឹងមានឈ្មោះថាអាពីលអញ្ចឹងនៅពេលដែលទិញហើយរៀបចំស្មូនកម្មវិធីស្មូនធ្វើជាឱសថហើយក៏ញាត់ចូលមាត់បងអូនក្មួយស្រីដែលជាបងស្រីចរូនមួយរបស់គាត់ហ្នឹងអ្វីស្រាប់តែប្រសើរឡើងនៅក្នុងកិច្ចនៅពេលដែលញាត់មាត់ហើយលេបថ្នាំចូលហើយព្រលឹងរបស់អ៊ំប្រុសរបស់គាត់បានចូលទៅអ្នកដែលចូលរួមកម្មវិធីហ្នឹងហើយប្រាប់ថាអ្នកដែលធ្វើឃាតគាត់គឺបុគ្គលមួយនេះហើយបុគ្គលមួយហ្នឹងហើយគឺជាការសង្ស័យរបស់ក្រុមគ្រួសារទាំងសងខាងតាំងពីដើមឡើងនៅពេលដែលអំពើឃាតកម្មបានកើតឡើងហើយពិតជាបុគ្គលមួយហ្នឹងមែនហើយគេបានធ្វើកិច្ចបែបណាមកចងព្រលឹងរបស់គាត់បែបណាមកធ្វើបាបគាត់បែបណាដែលទាមទារតម្រូវឲ្យគាត់មកធ្វើបាបកូនស្រីរបស់គាត់បន្ទាប់នេះបែបណាទៅទៀតអញ្ចឹងសាច់រឿងមួយនេះត្រូវបានបញ្ចប់តាមប៉ុណ្ណេះដែលគ្រួសារបងប្រុសរហូតមកដល់ថ្ងៃនេះដែលគាត់ទៅវត្តគាត់យកតេយ្យទានទាំងឡាយគាត់ទៅធ្វើបន់បែបណាក៏គាត់ឧទ្ទិសឲ្យឆ្កែមួយក្បាលនឹងដែរនេះគឺជាការដឹងគុណដល់ឆ្កែដែលបានសំណក់មួយហ្នឹងដែលបានបាត់បង់ជីវិតការលះបង់ជីវិតដោយចាំបាច់ឬមិនចាំបាច់បែបណាខ្ញុំអត់ដឹងទេខ្ញុំមិនហ៊ានថាទេតែបានដោះអំពើអំព័ន្ធមួយហ្នឹងឲ្យរួចហើយនឹងដោះព្រលឹងរបស់អ៊ំប្រុសរបស់គាត់ឲ្យរួចតែសាច់រឿងនេះពិតប៉ុណ្ណាមិនពិតប៉ុណ្ណាខ្ញុំមិនដឹងប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនពិចារណាទៅលើសាច់រឿងទាំងពីរចុងក្រោយមួយនេះសាច់រឿងទី1ជាអ្នកថែអាសាសាច់រឿងទី2តកតងរឿងផ្សេងអញ្ចឹងទៅតែសាច់រឿងទី3និងទី4ដែលខ្ញុំបានចែកម្លែកនេះបងប្អូនពិចារណាមើលថាតើមនុស្សសាហាវដល់ប៉ុណ្ណាករណីទី3អ្នកធ្វើបុណ្យអ្នកសំពះព្រះថ្វាយអង្គមព្រះធម៌សូត្ររិលចេះរិលធម៌តែហ៊ានធ្វើអំពើសម្រាប់ប្តីខ្លួនឯងហើយហ៊ានធ្វើអំពើបំរុងប្រហែលជាបំរុងនឹងយកជីវិតម្ចាស់សាច់រឿងទី4ធ្វើឃាតហើយយកបលឹងតាមចងតាមអាគមហើយឲ្យមកធ្វើបាបក្នុងក្រុមគ្រួសាររបស់ខ្លួនឯងទៀតក្នុងករណីហ្នឹងខ្ញុំចង់ឲ្យបងប្អូនពិចារណាថាតើមនុស្សសាហាវប៉ុណ្ណាអញ្ចឹងឯងដល់ពាក្យចាស់លោកថាគ្មានស្អីសាហាវជាងចិត្តមនុស្សល្អប៉ុណ្ណាក៏ដោយវាអាចនឹងធ្វើរឿងដែលហួសហេតុធ្វើរឿងមួយដែលមិនអាចទទួលយកបានអញ្ចឹងក្នុងករណីហ្នឹងខ្ញុំសំណូមពរឲ្យបងប្អូនប្រយ័ត្នប្រយែងខ្ពស់បើសិនជាឆ្លោះគ្នាបែបណានោះតិចទៅបងប្អូនអើយដើរចាញ់ខ្លះទៅគេហៅថាចាញ់ជាព្រះណាបងប្អូនគេប្រមាថក៏គេប្រមាថទៅយើងកុំទទួលស្ដាប់ទៅហើយយើងដើរចាញ់ទៅយើងទៅតជាមួយគេបានឲ្យភ្លើងប៉ាំភ្លើងវាមិនដែលល្អទេវាមិនដែលរងាប់ដោយភ្លើងទេវាមានតែឆេះឈួលខ្លាំងជាងហ្នឹងហើយលទ្ធផលចុងក្រោយបើសិនជាបុគ្គលដែលអ្នកដែលបងប្អូនទាំងអស់គ្នាប្រិយមិត្តទាំងអស់គ្នាឆ្លោះជាមួយនោះគាត់ចិត្តក្តៅមែនតើគាត់ទៅធ្វើរឿងអស់ហ្នឹងអាផ្លូវភ្លឺបើយកកបិតមកចាក់បងប្អូនទាំងអស់គ្នាអាចមានឱកាសកិច្ចផុតហើយចូលបើផ្លូវងឹតបងប្អូនគិតមិនហើយខ្ញុំក៏ចង់សំណូមពរឲ្យបងប្អូន
គិតគូរពិចារណាហើយសង្កេតទៅលើខ្លួនឯងសង្កេតឲ្យដឹងសារពាង្គកាយខ្លួនឯងសង្កេតទៅលើបរិយាកាសខ្លួនឯងថាមានអ្វីប្លែកអត់នៅជុំវិញខ្លួនក្រោយពីសកម្មភាពណាមួយជាសកម្មភាពអវិជ្ជមានជារឿងរ៉ាវដែលបងប្អូនមិនចង់ឲ្យកើតមានឧទាហរណ៍ដូចមានប្លែកអត់មានអារម្មណ៍ថាមានគេមើលអត់មានអារម្មណ៍ថាមានគេតាមអត់បើសិនជាមានមែនបាច់ទៅរកពេទ្យទេបងប្អូនអើយវាមិនខាតលុយអីនឹងទៅរកអ្នកជំនាញខាងផ្នែកអាគមខាងផ្នែកអូមអាមខាងផ្នែកដំពើនឹងទេតំណឹបច្រើនណាស់វាយអស់ណាគ្រូដែលល្អវាយអស់ថាតំណឹប$10 $20យ៉ាងហោចណាស់ក៏យើងបានទិញទឹកចិត្តមួយគេហៅថាទឹកចិត្តមួយដែលយើងស្ងប់ចិត្តដឹងថាវាមិនអីតែបើវាអីក៏យើងដឹងថាតើវិធីដោះវាយ៉ាងណាដែរគាត់បានតែឥឡូវយើងបកមកសាច់រឿងរបស់យើងវិញសាច់រឿងទី1នេះខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលបានកើតឡើងហេតុការណ៍ទាំងមូលនៅក្នុងថ្ងៃទី10ខែ7ឆ្នាំ2022ចឹងកាលពី3ឆ្នាំមុនឥឡូវ2025ហ្នឹងណា22ចឹងកាលពី3ឆ្នាំមុនបានកើតឡើងហេតុការណ៍នេះចំពោះគាត់ស្ដែងតែម្ដងហើយខ្ញុំចង់ដឹងថាបើសិនជាបងប្អូនជួបដោយគាត់តើបងប្អូននឹងធ្វើបែបណាតើបងប្អូននឹងធ្វើយ៉ាងម៉េចហើយសូមសម័យសាច់រឿងមួយនឹងទាំងអស់គ្នាថាតើគាត់ជួបអីគេខ្លះគាត់មានដៃគូស្នេហាគាត់ម្នាក់ជាកូនចៅអ្នកភ័យវែងអញ្ចឹងក្នុងករណីហ្នឹងគាត់ស្គាល់គ្នានៅក្នុងពេញគាត់បានស្គាល់គ្នាមើលចិត្តមើលថ្លើមគ្នាចាប់ចិត្តប្រតិបត្តិខ្លាំងហើយមើលទៅនេះហើយគឺជាឧត្តមភរិយារបស់ខ្ញុំនេះហើយជាម្ដាយរបស់កូនខ្ញុំគាត់បានប្រាប់ទៅឪពុកម្ដាយឲ្យចូលស្ដីដណ្ដឹងទៅដល់ខាងស្រីអញ្ចឹងឪពុកម្ដាយក៏ពេញចិត្តខាងស្រីដែរអញ្ចឹងក្នុងករណីហ្នឹងនៅក្នុងថ្ងៃទី10ខែ7ក្នុងឆ្នាំ2022ហ្នឹងជាថ្ងៃកើតហេតុហ្នឹងគឺជាថ្ងៃរៀបចំពិធីពិសាស្លាដកស្លាកសែងដែលយើងនិយាយថាភ្ជាប់ពាក្យដែលចាស់ទុំទាំងអស់ទទួលស្គាល់ថា2នាក់ហ្នឹងជាផ្លូវការចាប់ដៃគ្នាគេបើកសិទ្ធឲ្យហើយថា2នាក់ហ្នឹងតាក់ទងគ្នាហើយចាំតែដល់ថ្ងៃចូលរោងការតែប៉ុណ្ណោះពិធីបានរៀបចំឡើងខាងផ្ទះកូនស្រីដែលនៅមិនមែននៅក្នុងក្រុងទេនៅក្នុងភូមិនៅក្នុងឃុំអីចឹងណានៅឆ្ងាយពីក្រុងអញ្ចឹងរោងក៏បានសង់ឡើងមិត្តភ័ក្តិខាងប្រុសមិត្តភ័ក្តិខាងស្រីបានជិះឡើងទៅពីពេញទៅរៀបចំកម្មវិធីទៅចូលរួមកម្មវិធីអញ្ចឹងពិធីបានបញ្ចប់ហើយម្នាក់ក៏បានរៀបចំអីវ៉ាន់ឡើងមកពេញអត់មានអាគេងនៅក្នុងទេដោយឡែកមានតែបងប្រុសតែម្នាក់គត់ដែលគឺជាតួឯកប្រុសនៅក្នុងកម្មវិធីបានទៅគេងនៅក្នុងផ្ទះមួយដែលម្ដាយឪពុកខាងស្រីទោះគាត់ទទួលស្គាល់ប៉ុណ្ណាក៏ដោយប៉ុន្តែអត់ឲ្យគេងផ្ទះជាមួយគ្នាទេគាត់ជាមនុស្សចាស់ដែលប្រកាន់ទំនៀមទម្លាប់ចឹងក្នុងករណីហ្នឹងគាត់បានយកផ្ទះបងប្អូនរបស់គាត់ដែលទុកចោលជាប្រភេទគាត់បានផ្ញើរូបថតដូចគ្នាគឺជាប្រភេទផ្ទះថ្មរបៀបវីឡាទឿតែសង់របៀបផ្ទះល្វែងអញ្ចឹងផ្ទះលើថាផ្ទះល្វែងចុះផ្ទះល្វែងថ្មតែមួយជាន់អត់មានជាន់ឡើងទឿអត់មានអ្វីទាំងអស់គឺមួយល្វែងសង់ទៅតែម្ដងនៅក្នុងផ្ទះនឹងផងដែរមានច្រើនបន្ទប់អញ្ចឹងរបៀបផ្ទះជំនាន់ដើមបើសិនជាបងប្អូនចូលទៅដល់ផ្ទះខាងផ្សារថ្មីឬក៏អីអញ្ចឹងណាម្ដុំផ្ទះអស់ហ្នឹងអញ្ចឹងគេអត់សង់បន្ទប់ដូចសម័យឥឡូវនៅជាន់ក្រោមអត់មានបន្ទប់ទេមានជាន់ឡើងទឿមានបន្ទប់ហើយនៅជាន់លើ master bedroom ហ្មងអត់មានអញ្ចឹងទេគឺបន្ទប់អញ្ចឹងទៅហ្នឹងហើយអញ្ចឹងគាត់បានចូលទៅគេងនៅក្នុងបន្ទប់ទី1នៅក្នុងផ្ទះមួយហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនរបស់គាត់បានចេញទៅពេញហើយមិត្តភ័ក្តិរបស់គាត់បានចេញទៅពេញហើយគាត់ក៏ដើរតម្រង់ទៅផ្ទះមួយហ្នឹងគាត់បានកាន់ប៊ីយ៉ាដែលនៅសល់មួយយួរ6កំប៉ុងមួយយួរចូលទៅក្នុងផ្ទះហ្នឹងដូចគ្នាព្រោះយប់ហ្នឹងគឺគាត់គេងតែម្នាក់ឯងទេអត់មានអ្នកណាគេងជាមួយគាត់ទេគាត់គិតថាកុំឲ្យគេថាពេលស្វឹងបាត់ខ្លាចណាចឹងកោះផឹកអីចឹងទៅឈៀលអង្គុយមើលទេសភាពអីចឹងទៅដល់យប់បន្តិចចាំគាត់ចូលគេងអញ្ចឹងគាត់បានដើរតម្រង់ជាមួយនឹងមីយ៉ារបស់គាត់ចូលដល់ក្នុងផ្ទះហ្នឹងប្រហែលល្បាក់ម៉ោង7យប់បញ្ជាក់ផងដែរផ្ទះមួយហ្នឹងគឺព័ទ្ធទៅដោយដើមឫស្សីខ្ពស់មែនតើព័ទ្ធជុំវិញនៅក្នុងផ្ទះនៅជិតហ្នឹងអត់មានផ្ទះអ្នកភូមិទេតប្រហែលជា 200-300 ម៉ែត្រទៀតទៅមិនមានផ្ទះអញ្ចឹងផ្ទះហ្នឹងក៏មិនមានលបងអីឲ្យស្រួលបួរដែរគឺសង់ផ្ទះនៅលើដីឯកជនតែម្ដងអត់មានលបងអីទេហើយព័ទ្ធទៅដោយគេហៅអីគេដើមឫស្សីនៅពីក្រោយផ្ទះគឺមានភ្នៅខ្មៅច្រើនមែនតើអញ្ចឹងគាត់ឃើញអញ្ចឹងហើយ
ជាហេតុដែលគាត់កាន់ប៊ីយ៉ាយកទៅញ៉ាំនឹងឯងចឹងគាត់ញ៉ាំបដារហូតដល់ម៉ោងពាក់កណ្ដាលទៀតព្រោះគាត់ញ៉ាំពេញគាត់អាចគេងបានន័យថាឆាប់ចូលគេងដូចអ្នកនៅតាមជនបទនោះទេចឹងម៉ោង10 11អីទៅគាត់គេងហើយខែ7គឺជាខែភ្លៀងដល់បងប្អូនចឹងមេឃចាប់ផ្ដើមធ្លាក់ត្រជាក់ហើយបើសិនជានៅពេញយើងថាធ្លាក់ត្រជាក់កម្រិត1ប៉ុន្តែនៅជនបទនៅតាមវាលស្រែនៅតាមតំបន់ដែលមានដើមឈើធំធំត្រជាក់គុណនឹងពេញនឹងគុណនឹង2គុណនឹង3អាណោះអញ្ចឹងក្នុងករណីហ្នឹងនៅពេលដែលគាត់ចូលគេងគាត់បានពាក់ hoodie អាវមានមួកណាបងប្អូនអាវយឺតមានមួកសោកពាក់ hoodie ដើរបិទបង្អួចទាំងអស់អញ្ចឹងគាត់បានសម្រាកនៅក្នុងផ្ទះមួយហ្នឹងគាត់ចង hoodie របស់គាត់រហូតដល់ច្រមុះអញ្ចឹងនៅសល់ប្រឡប់ហែប៉ុណ្្នេះឯងឃើញតែភ្នែកទេណោះដើម្បីឲ្យបាត់ត្រជាក់នៅពេលដែលគាត់គេងបងប្អូនអាចសម្រេចឃើញផ្ទះមួយដែលគេងម្នាក់ឯងយើងបិទភ្លើងក៏ដោយបើកភ្លើងក៏ដោយប៉ុន្តែសន្លឹងមើលខាងក្រៅអូយព្រឺព្រោះអាហ្នឹងខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំដឹងគេងនៅខាងក្រៅឃើញដើមអាស័យបក់ល្វិចទៅតាមខ្យល់បក់ខ្យល់ខ្លាំងវាបោកគ្នាឬសូរសំឡេងស្លឹកឈើឬសូរសំឡេងក្អាត់យំឬសូរសំឡេងសត្វដែលកំពុងតែយំខាងក្រៅអាដើមឈើនឹងគិតពីបក់បើសិនជាខ្យល់ខ្លាំងទៀតកាន់បក់ខ្លាំងទៀតខ្ញុំហ៊ានធានាឲ្យសម្រាប់ខ្ញុំហ្មងគឺខ្ញុំខ្លាចព្រោះពីមុនខ្ញុំគេងនៅផ្ទះម្អុំរបស់ខ្ញុំគាត់ដាំដើមឈើធំមានដាំទឹកដោះមានអីចឹងស្វាយអញ្ចឹងណាពេលយប់ឡើងអូយបធោឲ្យខ្យល់បក់ខ្លាំងមកបក់តែដើមឈើក៏ខ្ញុំបះសក់ដែរអញ្ចឹងក្នុងករណីហ្នឹងដែលគាត់ខ្លាចគាត់អត់ចង់ឃើញស្ថានភាពមួយហ្នឹងព្រោះគាត់ដឹងហើយនៅក្រោយមានភ្លៅខ្មោចគាត់ទាញវាំងនូនបិទថែមទៀតអញ្ចឹងគាត់ក៏សង្ងំគេងទៅនៅពេលដែលគាត់សង្ងំគេងប្រហែលជាម៉ោង12យប់គាត់មានអារម្មណ៍ថាអាកាសធាតុដែលគាត់មានអារម្មណ៍កក់ក្ដៅហើយនេះពាក់ hoodie ហើយនេះចងនេះមានអារម្មណ៍កក់ក្ដៅហើយនេះស្រាប់តែធ្លាក់ត្រជាក់មួយរំពេចធ្លាក់ត្រជាក់ខ្លាំងដែលគាត់ដឹងខ្លួនហើយគាត់មានអារម្មណ៍ថា hoodie របស់គាត់ចាប់ផ្ដើមស្រាយម្ដងតិចស្រាយរហូតដល់ឃើញមាត់របស់គាត់ដៃជើងរបស់គាត់ក៏មើលក៏អត់រួចទេគាត់គេងនៅថ្មឹងមួយកន្លែងប៉ុន្តែគាត់មានអារម្មណ៍ថាមានមនុស្សហក់ម្លងគាត់អារបៀបគាត់គេងហើយហក់ពីឆ្វេងមកស្ដាំទៅឆ្វេងពួកអីពូករបស់គាត់ត្រុតធម្មតាបងប្អូនគេងលើពូកនៅពេលដែលមានគេជន់ប្រកាសជាត្រុតមិនតិចទេហក់ពីឆ្វេងមកស្ដាំទៅឆ្វេងហក់ម្លងគាត់ចុះហក់ម្លងគាត់ឡើងហក់ម្លងគាត់ចុះហក់ម្លងគាត់ឡើងហេតុអីបានគាត់ដឹងថាមនុស្សហក់អារឿងពូកនេះគឺជារឿងមួយហើយប៉ុន្តែរឿងមួយទៀតមានសក់អយព្រឺមានសក់នៅពេលដែលហក់នឹងសក់អូសកាត់គាត់មកខាងនេះហក់មកខាងនេះសក់អូសកាត់គាត់មកខាងនេះរហូតដល់គាត់កលាប់គ្រាប់ភ្នែករបស់គាត់មើលអ្វីដែលគាត់បានឃើញគឺជាមនុស្សស្រីម្នាក់ដែលមានសក់វែងរហូតដល់ដីភ្នែកធំធ្មេញសួចមុខអាក្រក់មែនតើស្លៀករូបសប៉ុន្តែមិនមែនជាសស្គូសលក្ខណៈប្រឡាក់មុខសាច់ឈាមទាំងអស់គឺខ្មៅឡើងក្រឹបតែម្ដងឃើញតែភ្នែកហើយម្នាក់នឹងបែរមើលមុខគាត់ហើយស្ញាញ់ហើយហក់នៅពេលដែលឃើញហក់ចុះហក់ឡើងម្នាក់នឹងស្រាប់តែហត់ទៅខាងក្រោយអោនមុខចុះមិនអោនមុខចុះបានក្រាបចុះវាថយក្រោយឡើងទៅលើធ្នឹមហើយគាត់ឃើញច្បាស់អូយព្រឺគាត់ឃើញច្បាស់នៅនឹងភ្នែកគាត់ថាវាដូច Spider-Man អញ្ចឹងដូចសាច់រឿងដូចបងស្រីរបស់បងធីកាលពីអេផ isode មុនដែលខ្ញុំបានចែកណាបងមួយដែលគាត់បានដឹកធ្វើរបរឡានដឹកស្ទូចហ្នឹងណាគឺវាទៅលើធ្នឹមនៅលើធ្នឹមតោងនៅជាងដៃក្រួយតោងជាប់ជាមួយនឹងជាងមើលមកគាត់ឲ្យស្ញាញ់ដាក់គាត់សក់វិញគឺវែងមែនតើគាត់ភ័យខ្លាំងមែនតើហើយបើមិនភ័យទៅមិនចម្លែកគាត់ផឹងបិទភ្នែកទៅវិញខ្លួនគាត់ក៏នៅតែអង្គើរួចដែរបានប្រហែលជា5វិនាទីទៅ10វិនាទីគាត់បើកភ្នែកមកវិញដងនេះខ្មោចស្រីដែលគាត់បានឃើញទុំនៅលើជាងហ្នឹងបានបាត់ហើយជំនួសដោយព្រលឹងមួយទៀតជាមនុស្សស្រីដូចគ្នាសក់ខ្លីស្លៀកពាក់បែបបុរាណដូចជំនាន់លងវែកដោយចងពងហើយស្លៀកក្បិនគាត់ប្រាប់ទាំងពណ៌ក្បិនទៀត
មានន័យថាពណ៌ក្បិនពណ៌ស្លាទុំពងពណ៌បៃតងមានសភាពស្គមស្គាំងខ្លួនឡើងខ្មៅក្រឹបឈរនៅចុងជើងរបស់គាត់មើលមកគាត់មិនមែនតែម្នាក់ឯងទេតែពលឹងមួយនឹងមានសេនា2នាក់ទៀតជាមនុស្សប្រុសមៀតធំធំក្បាលតងោលខ្មៅដូចគ្នាឈរអមសងខាងម្នាក់ស្រីនឹងសួរថាមានតែ3ហ្នឹងមែនមិនមែនទេខ្មោចស្រីហ្នឹងអូយភឺក្បាលណាខ្មោចស្រីហ្នឹងមានបរិវារជាច្រើនឈរពីក្រោយនឹងទៀតដោយគេហៅថាកាន់តោកអារបៀបជីឡាវអាសាជីគ្របដូចបុរាណដូចសម័យលង្វែកអាកាន់មហូបមានផ្កាមានអីចឹងគេដាក់ថ្វាយប្រាថ្វាយអីចឹងអាដូចតោកអីហ្នឹងកាន់ហូជាជួរទៅជា2ជួរហើយច្រើនមែនទែនឈរក្រោយម្នាក់កាន់ចឹងគ្រប់គ្នាគាត់ភ័យខ្លាំងពេករហូតដល់គាត់ចង់គាំងណាគាត់បានបិទភ្នែកមកវិញបើកភ្នែកមកវិញឃើញម្ដងទៀតសមោលម្នាក់ហ្នឹងនឹងបរិវារទាំងឡាយក៏ចាប់ផ្ដើមរលុបបាត់ទៅវិញនៅពេលដែលគាត់បានឃើញថាខ្មោចមួយនឹងបានបាត់ខ្លួននេះអាកាសធាតុនៅក្នុងបន្ទប់ទាំងមូលប្រែបែកជាក្តៅហើយអ្វីដែលគាត់ឃើញស្របពេលដែលគាត់ឃើញពលឹងទាំងអស់នឹងគាត់បានឃើញថាប្អូចរបស់គាត់បើកទាំងអស់ស្របពេលដែលគាត់បានបាត់ហើយប៉ុន្តែនៅពេលដែលខ្មោចទាំងអស់បានបាត់ខ្លួនទៅពលឹងទាំងអស់អមនុស្សទាំងអស់បានបាត់ខ្លួនទៅគាត់បានឃើញថាបន្ទប់ទាំងអស់គឺបិទដូចសភាពដើមដែលគាត់ចូលមកដំបូងអញ្ចឹងសួរថាតើនេះជាការយកសពមែនគាត់ថាគាត់មិនមែនយកសពទេព្រោះអីអ្វីដែលគាត់ឃើញនឹងបទពិសោធន៍របស់គាត់វាស្ដែងខ្លាំងពេកដែលគាត់បើកភ្នែកមានអារម្មណ៍ថាវាមិនបានភ្ញាក់បើសិនជាពាក់កណ្ដាលយកសពពាក់កណ្ដាលគេងបងប្អូនដឹងខ្លួនឯងពេលភ្ញាក់តែគាត់ថាគាត់អត់មានដឹងខ្លួនឯងថាពេលភ្ញាក់ផងគឺគាត់គ្រាន់តែបិទភ្នែកបើកភ្នែកបិទភ្នែកបើកភ្នែកចឹងណាអ្វីបានប្រែប្រួលទាំងអស់ព្រលឹមឡើងគាត់បានទៅប្រាប់ទៅខាងម្ដាយក្មេករបស់គាត់ពុកក្មេករបស់គាត់បងប្អូនសាច់ញាតិទាំងអស់ព្រោះអីបងប្អូនសាច់ញាតិទាំងអស់ពេលដើរមករកគាត់ព្រលឹមឡើងព្រោះឃើញគាត់គេងរៀងយូរអត់ឃើញតែញ៉ាំបតឃើញអីក៏ដើរមករកឃើញសភាពគាត់ម្នាក់ដឹងថាគាត់បានជួបរឿងអីហើយអញ្ចឹងម្នាក់បានយកគាត់ទៅស្រោចទឹកក្នុងកំឡុងពេលដែលគាត់ស្រោចទឹកនេះផុតពីនឹង1ខែ2ខែនេះគាត់ប្រាប់ថាគាត់ជាមនុស្សម្នាក់ដែលថាលើកើគាត់ប្រាប់ខ្ញុំអញ្ចឹងគាត់ថាគាត់ដូចលើកើអញ្ចឹងណាព្រោះអីឥឡូវខ្ញុំចង់ប្រាប់ថាខ្ញុំតែញ៉ាំបាយក្នុងខួរក្បាលរបស់គាត់និយាយថាខ្ញុំតែញ៉ាំបាយហើយច្បាស់ប៉ុន្តែមាត់របស់គាត់បញ្ជាមកគឺខ្ញុំរបៀបអញ្ចឹងរបៀបនិយាយមនុស្សបាត់សតិប៉ុន្តែទាំងគាត់ដឹងខ្លួនឯងថាគាត់និយាយត្រូវហើយតែមាត់របស់គាត់អត់សហការនឹងគេហៅថាភ័យលួសព្រលឹងណាបងប្អូនហើយគាត់បានស៊ើបប្រវត្តិផ្ទះនឹងពីបងប្អូនរបស់គាត់ទាំងអស់ពីបងប្អូនខាងស្រីណាបងប្អូនខាងស្រីបានប្រាប់ថាផ្ទះមួយនឹងគឺសង់ខុសដោយសារតែនៅពេលដែលសាងសង់ម្ចាស់ផ្ទះបានមានចំនួនជាមួយនឹងជាងចឹងហើយមេជាងអត់ដឹងថាធ្វើអីទេចឹងនៅពេលដែលចូលនៅអត់សុខសោះនៅចិត្តតែមានរឿងចិត្តតែជួបហេតុការណ៍នានាអញ្ចឹងហើយទៅបានផ្ទះនឹងទុកចោលចឹងផ្ទះនឹងបើនិយាយទៅដូចផ្ទះថ្មីស្រឡាំងចឹងដែលម្ចាស់ផ្ទះនៅបានតាយូរបំផុតថា1ខែចុះក៏ទុកចោលតែនៅផ្ទះមួយទៀតនៅចិត្តនឹងតែជាអកុសលគាត់ត្រូវបានគេងនៅក្នុងផ្ទះនឹងតែម្នាក់ឯងតើហេតុការណ៍ទាំងអស់ខុសដោយសារអីខុសដោយសារតែគាត់បានមុននឹងថ្ងៃដែលគាត់ទៅគេងនៅក្នុងផ្ទះនឹងបកមកក្រោយវិញគ្រួសាររបស់គាត់ដែលជាគូដណ្ដឹងរបស់គាត់បានប្រាប់ទៅចែអូបងឯងចាំមើលទៅគេងផ្ទះនឹងដឹងតែមានខ្មោចលងហើយគាត់បានពោលពាក្យមួយម៉ាត់នេះខ្លាចអីខ្មោចបើមានខ្មោចមែនគាត់ចង់ឃើញមួយម៉ាត់នឹងឯងដែលហេតុការណ៍ទាំងអស់បានកើតឡើងចំពោះគាត់ប៉ុន្តែសំណួរសួរវិញថាចេះបើសិនជាផ្ទះនឹងសង់ខុសទៅហើយនៅខាងក្រោយមានភ្នូខ្មោចហើយព័ទ្ធជុំវិញទៅដោយដើមឈើធំគេហៅថាអាហ្នឹងដូច set ថតកុនអញ្ចឹងវា all set ហ្មងរៀបចំហើយស្រេចស្របពេលដែលហុងស៊ុយនៅក្នុងផ្ទះនឹងក្តីក្បួននៅក្នុងការធ្វើផ្ទះនឹងក្តីបានខុសបាត់ទៅហើយដែលអនុញ្ញាតដោយមិនមានជំនាញផ្ទះអនុញ្ញាតឲ្យព្រលឹងជាច្រើនមកតាំងទីនៅកន្លែងហ្នឹងសួរថាបើគាត់មិននិយាយពាក្យហ្នឹងគាត់អាចនឹងជួបទេ
ឱកាសក៏នៅតែអាចជួបដែរឱកាសខ្ពស់ដែលអាចជួបយេស៊ូស្ដាប់អូខេនេះគឺជាហេតុការណ៍ទី1ជាសាច់រឿងទី1នៅក្នុងអេពីសូតមួយនេះតោះឥឡូវយើងចូលដល់សាច់រឿងទី2របស់យើងដែលតាក់ទងជាមួយនឹងសក់អញ្ចឹងបងអ្នកដែលស្រឡាញ់សក់ចូលចិត្តពាក់សក់ស្ដាប់អេពីសូតនេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចពិចារណាជាថ្មីទៅលើសក់ពាក់ហ្នឹងព្រោះសម្រាប់ខ្ញុំហ្មងមិត្តភ័ក្តិដែលខ្ញុំដើរលេងជាមួយជាមនុស្សស្រីអញ្ចឹងយើងគេងជុំគ្នាអីគាត់ពាក់សក់ហើយគាត់បោកសក់គាត់ហាលណាពេលខ្លះខ្ញុំដើរចូលផ្ទប់ទឹកខ្ញុំផ្អើលដែរខ្ញុំស្រែកឥឡូវវាបើកទូមកឃើញអីក៏ស្រែកផ្អើលដែរទាំងបងប្អូនប្រហែលជាយល់អារម្មណ៍ហ្នឹងហើយអញ្ចឹងចង់ដឹងថាតើសាច់រឿងនេះវាមានសាច់ក្នុងលំអិតប៉ុណ្ណាតោះយើងចូលទៅស្ដាប់ទាំងអស់គ្នាបងស្រីដែលបានចែករំលែកសាច់រឿងមួយនេះគាត់បានផ្លាស់ប្ដូរទីលំនៅហើយទៅនៅឯប្រទេសអាមេរិកហើយខ្ញុំអរគុណបងស្រីមែនតើផ្ញើជូនទៅបងស្រីជាពិសេសព្រោះគ្រប់ពេលដែលគាត់ឃើញរឿងអីតាក់ទងមួយអាមនុស្សគាត់តែងតែផ្ញើ link ឲ្យខ្ញុំមើលជាប្រចាំមិនដែលដាច់ទេអញ្ចឹងខ្ញុំអរគុណពីសម្ដានចិត្តរបស់បងហើយនេះជាអេពីសូតសម្រាប់បងសាច់រឿងនេះបានកើតឡើងនៅពេលដែលគាត់នៅស្រុកខ្មែរនេះដែលគាត់មិនទាន់មានគ្រួសារដែលគាត់ទើបតែបញ្ចប់ការសិក្សានៅក្នុងឆ្នាំ2015-2016ចឹងនៅពេលដែលគាត់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំ2015-2016ហ្នឹង2016គាត់បានទទួលបានការងារមួយខ្ញុំសូមបើកវងកញ្ចក់កន្លែងហ្នឹងតិចតើបងស្រីមានស្ថានភាពគ្រួសារបែបណាស្របពេលដែលគាត់នៅក្នុងពេញនេះគាត់នៅជាមួយនឹងឪពុកម្ដាយដែលឪពុកម្ដាយរបស់គាត់គឺជាអ្នកជឿជាអ្នកប្រតិបត្តិគឺជាអ្នកធម៌អាអ្នកជឿទៅលើរឿងអមនុស្សអ្នកជឿទៅលើរឿងបិណីអ្នកជឿទៅលើសែនព្រេននានាខ្មោចព្រាយបិសាចនានាអញ្ចឹងគ្រួសារគាត់ជាមនុស្សជំនឿគាត់មានបងប្អូនចំនួន5នាក់គាត់មានបងស្រីធំមួយគាត់គឺជាកូនទី2គាត់មានប្អូនស្រី2នាក់បន្ទាប់ទៀតនិងប្អូនប្រុសពៅរបស់គាត់ប្អូនប្រុសពៅរបស់គាត់គឺជាក្មេងពិសេសព្រោះដោយសារតែប្អូនប្រុសពៅរបស់គាត់កើតមកគឺមានសំណុំសវ៉ាដែលគាត់មានញាណពិសេសខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនគាត់ដឹងថាពាក្យថាសំណុំសង្វាអ្នកខ្លះគេថាសំណុំសង្វារុំកអ្នកខ្លះសំណុំសង្វាពាក់ឈៀងអីចឹងទៅឬក៏ខ្វែងអីចឹងទៅបងប្អូនប្រហែលដឹងហើយចឹងគាត់មានញាណពិសេសចឹងសាច់រឿងក្រោយៗខ្ញុំនឹងចែកម្លែកតាក់ទងពីគាត់ឥឡូវបកមករឿងបងស្រីវិញចឹងនៅក្នុងឆ្នាំ2016គាត់បានទទួលបានការងារមួយគាត់ជាការងារដំបូងរបស់គាត់មានប្រាក់ខែ$200ហើយគាត់បានធ្វើការនៅក្នុងស្ថាប័នហិរញ្ញវត្ថុមួយអញ្ចឹងដោយសារតែប្រាក់ខែ$200គាត់ជួយធម្មតាយើងបានការងារដំបូងប្រាក់ខែដំបូងកូនជូនម៉ាក់ហើយចាប់ផ្ដើមជួយចេញថ្លៃផ្ទះជួយចេញថ្លៃភ្លើងជួយចេញថ្លៃម្ហូបជាពិសេសនឹងចាយវាផ្សេងចាប់ផ្ដើមដើរហើរច្រើនព្រោះមានអារម្មណ៍ថាទទួលបានឯករាជ្យអញ្ចឹងខ្ញុំជឿថាបងប្អូនម្នាក់ណាក៏មានអារម្មណ៍ដូចគ្នាដែរប៉ុន្តែប្រាក់ខែ$200នេះគឺចាយអត់គ្រប់ទេត្រូវឲ្យបងប្អូនទាំងអស់គ្នាមិនថានៅក្នុងឆ្នាំណាទេ$200កាលពីឆ្នាំ1900ជាងប្រហែលជាចាយគ្រប់ប៉ុន្តែតែចូល2010ឡើងហើយវាចាយអត់គ្រប់ទេ$200អត់ច្រើនទេហើយការងារដំបូងក៏ជាប្រាក់ខែដែលធម្មតាដែរដែលទទួលបាន$200ហ្នឹងអញ្ចឹងនៅពេលដែលគាត់ធ្វើការហ្នឹងគាត់បានរាប់អានជាមួយនឹងមិត្តភ័ក្តិក្រុមការងារគាត់ម្នាក់រាប់អានស្និទ្ធមែនតើញ៉ាំបាយជាមួយគ្នាដើរលេងជាមួយគ្នាអីជាដើមឡើងអញ្ចឹងទៅអញ្ចឹងនៅល្ងាចមួយនៅពេលដែលចប់ការងារគាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់បានទៅដើរផ្សារមិត្តភ័ក្តិរបស់គាត់មានបងមួយបងចរូនមួយគាត់មួយដែលបើកហាងលក់សក់នឹងឯងអញ្ចឹងគាត់ក៏នាំមិត្តភ័ក្តិរបស់គាត់ដែលជាបងស្រីហ្នឹងម្ចាស់ស្រីរឿងហ្នឹងទៅហាងមួយហ្នឹងនៅពេលទៅដល់មិត្តភ័ក្តិរបស់គាត់បានប្រាប់ណាលក្ខណៈថាមានសក់ណាល្អអត់យកឲ្យមិត្តភ័ក្តិគាត់មើលផងព្រោះមិត្តភ័ក្តិរបស់គាត់ជាម្ចាស់សាច់រឿងហ្នឹងគាត់តាំងពីកើតមកសក់របស់គាត់អត់ល្អទេសក់របស់គាត់បែកចុងសក់របស់គាត់អត់មានជីវជាតិបងស្រីបងប្អូនស្រីទាំងអស់ប្រហែលជាយល់ទេសក់អត់ល្អហ្នឹងមានន័យថាម៉េចអញ្ចឹងបងស្រីដែលជាបងស្រីរបស់មិត្តភ័ក្តិគាត់ហ្នឹងបានទាញសក់3ឆ្នូតស្អាតមែនទែនយកមកលោឲ្យគាត់មើលហើយគាត់ឃើញភ្លាមគឺគាត់ស្រឡាញ់ភ្លាមព្រោះនៅពេលដែលគាត់ពាក់សក់ហ្នឹងគឺត្រឹមចង្កេះរបស់គាត់គាត់ស្រឡាញ់ណាលោកចូលកប៉ៅសួរថាតម្លៃប្រមាណក្នុងតម្លៃណាមួយដែលគាត់មិនបញ្ជាក់ទេដែលគាត់ថាថ្លៃខ្លាំងមែនទែនអញ្ចឹងគាត់ក៏ទាញនៅក្នុងកប៉ៅទៅមានលុយតែ$20ទេអញ្ចឹងដោយសារតែគាត់ស្រឡាញ់សក់នឹងខ្លាំងពេកបងស្រីរបស់មិត្តភ័ក្តិរបស់គាត់ឃើញបែបហ្នឹងក៏បញ្ចុះតម្លៃមកតែប្រហឹងតែម្ដង
លក់ឲ្យគាត់ក្នុងតម្លៃ$150គាត់ទាញលុយ$20ដែលនៅសេសសល់ពីកាបូបរបស់គាត់យកមកកក់ហើយគាត់អត់ទាន់ហ៊ានយកសក់នឹងមកទេដោយសារតែលុយអត់គ្រប់គាត់ក៏នាំមិត្តភ័ក្តិរបស់គាត់ទៅប្រចាំកាតេហ្គីម៉ូតូបានលុយ150ហ្នឹងជិះបកមកវិញហើយយកលុយ150ហ្នឹងយកទៅឲ្យប្រគ្រប់ទៅបងស្រីរបស់មិត្តភ័ក្តិរបស់គាត់យកសក់ហ្នឹងមកគាត់ស្រឡាញ់សក់ហ្នឹងខ្លាំងមែនទែនគាត់ជាប់ក្នុងថង់ខ្មៅជិះមកដល់ផ្ទះនៅពេលដែលគាត់ជិះមកដល់ផ្ទះគាត់ជួបម៉ាក់គាត់ជាមនុស្សដំបូងគាត់បានទាញសក់ហ្នឹងឲ្យម្ដាយមើលណែម៉ាក់ខ្ញុំបានសក់ស្អាតមែនទែនហ្មងម៉ាក់គាត់ឃើញហើយអារម្មណ៍អត់ល្អទេប្រាប់កូនថាបានសក់មកពីណាហ្នឹងអត់ស្គាល់ប្រភពផងចិត្តទិញមកដូចអញ្ចឹងណាហើយគាត់ក៏មិនខ្វល់ដែរមនុស្សពងតែពេញស្រឡាញ់ណាអញ្ចឹងគាត់ឡើងទៅដល់គាត់ចាប់ផ្ដើមបោកសក់ហ្នឹង3 4 ទឹកអីចឹងណាហើយចាប់ផ្ដើមលាបគ្រីមបន្ទន់ចាប់ផ្ដើមអីចឹងដើម្បីឲ្យក្អោបប៉ុន្តែទាស់ត្រង់ចំណុចមួយថាទោះគាត់ផ្លុំសក់នឹងស្ងួតគាត់លើកមកហិតវិញគាត់នៅតែធុំក្លិនខ្មិះធុំក្លិនស្អុយវាអត់ក្អោបណាគាត់ក៏គិតថាប្រហែលជាសក់នឹងដើមមកគេដាក់នៅក្នុងបាវឬក៏ដាក់នៅកន្លែងអត់ស្រួលដែលវាកាន់ក្លិនណាដែលមានសត្វស្អីឧទាហរណ៍ថាកដោជុះនោមដាក់ឬក៏ស្អីអញ្ចឹងទៅតែធ្វើឲ្យវាជាប់ក្លិនយូរអញ្ចឹងក៏គាត់យកទៅបោកម្ដងទៀតហើយហាលនៅកន្លែងធ្នើកៅអៅរបស់គាត់នៅក្នុងបន្ទប់ហ្នឹងអញ្ចឹងនៅពេលដែលប្អូនស្រីរបស់គាត់ឡើងមកដល់បន្ទប់គាត់គេងជាមួយប្អូនស្រីគាត់ឡើងមកដល់ក្នុងបន្ទប់ក៏លេខឃើញសក់ហ្នឹងក៏ប្រាប់បានសក់មកពីណាហ្នឹងអត់ទំនងសោះដូចខ្លាចវាអញ្ចឹងណាហើយក៏ចូលមួយទឹកទៅមួយទឹកកក់សក់ដកខ្លួនចាញ់មកវិញផ្លុំសក់ឲ្យស្ងួតស្របពេលដែលផ្លុំសក់នេះហេតុការណ៍ទី1បានកើតឡើងហេតុការណ៍នោះកើតឡើងចំពោះប្អូនស្រីរបស់គាត់នឹងឯងនៅពេលដែលកំពុងតែផ្លុំនៅពេលដែលកំពុងតែផ្លុំសក់នេះគាត់មានអារម្មណ៍ថាប្អូនស្រីរបស់គាត់មានអារម្មណ៍ថាមានមនុស្សឈរពីក្រួយខ្នងយកដៃមកប៉ះកញ្ចឹងកប្អូនស្រីគាត់ភឺកញ្ញាញណាប្រឹងផ្លុំសក់ឲ្យលឿនបន្ទាប់មកសង្ងំឡើងខែគេងដោយមិនប្រាប់បងមួយម៉ាត់ថាគាត់មានអារម្មណ៍អីចឹងស្អែកឡើងគាត់ក៏ពាក់សក់នឹងចេញទៅធ្វើការណាគេក៏សរសើរសក់នឹងដែរថាស្អាតដល់ហើយពាក់សមមែនតែនលយមែនតែនអញ្ចឹងទៅជិះមកដល់ផ្ទះវិញបងស្រីធំរបស់គាត់បានឃើញសក់នឹងនៅលើក្បាលរបស់គាត់ហើយក៏ចាប់ផ្ដើមសួរថាបានសក់នឹងមកពីណាគាត់ប្រាប់ថាទិញក្នុងតម្លៃប្រមាណស្អាតអត់អីអញ្ចឹងទៅបងស្រីគាត់ថាមិនចឹងអត់ដឹងសក់នឹងស្អីផងមិនយកអញ្ចឹងប្រមាណហ្នឹងយប់ហ្នឹងបងស្រីគាត់បានជួបហេតុការណ៍មួយជាហេតុការណ៍ទី2បងស្រីគាត់យប់ឡើងបានចុះមកក្រោមដើម្បីមកយកទឹកអញ្ចឹងនៅពេលដែលម្នាក់គេងអស់ហើយបិទភ្លើងអស់ហើយបងស្រីរបស់គាត់នឹងបានចុះពីចដើគាត់ចុះមកដល់ចក្រានបាយនៅកតុយភ្នែករបស់គាត់ឃើញសម្ោលខ្មៅមួយឈរនៅទូទឹកកកហើយទូទឹកកកនឹងបានបើកដោយឯងព្រឺហូមែនទេបើកដោយឯងនៅពេលដែលគាត់កលេចចំសម្ោលនឹងបានបាត់ទៅហើយអញ្ចឹងគាត់បានដើរទៅបិទទូទឹកកកនឹងហើយរត់ឡើងទៅលើដោយមិនបានយកទឹកទាល់តែសោះនេះគឺជាហេតុការណ៍ទី2ហេតុការណ៍បន្តបន្ទាប់គាត់បាននៅតែស្រឡាញ់សក់នឹងពាក់ជាប្រចាំពាក់រាល់ថ្ងៃហើយបោករាល់ថ្ងៃប៉ុន្តែទាស់ត្រង់ថាតាំងពីពេលដែលគាត់ពាក់សក់នឹងមកគាត់មានអារម្មណ៍ថាហត់នឿយខុសធម្មតាអារម្មណ៍អត់មូលអារម្មណ៍អត់នៅនឹងខ្លួនមួម៉ៅខុសធម្មតាហើយកញ្ចឹងកគាត់តែងតែរយជានិច្ចដោយមិនដឹងមូលហេតុមិនមែនលើសជាតិអាស៊ីតព្រោះនៅក្មេងអត់មានលើសជាតិអាស៊ីតអីទេក៏អត់មានញ៉ាំអីខុសដែរព្រោះវាកើតឡើងប្រចាំថ្ងៃគាត់រួយក៏ខុសធម្មតាក៏អត់សូវចាប់អារម្មណ៍ដែរមកដល់ផ្ទះវិញបានប្រាប់ទៅម្ដាយថាហេតុការគាត់ឈឺអីចឹងទៅម្ដាយគាត់ក៏អារម្មណ៍អត់ល្អដែរនៅពេលដែលគាត់ឡើងសម្រាកនៅគេងនេះយប់ឡើងនេះនៅពេលដែលគាត់អាលីវរកគេងលក់ម្ដាយរបស់គាត់គោះទ្វារបើកចូលតែម្ដងហើយប្រាប់ថាម៉ែអត់មានអារម្មណ៍ល្អមួយសក់ហ្នឹងទេយកទៅឲ្យគេវិញទៅទិញពីណាយកឲ្យគេវិញមនុស្សពងតែស្រឡាញ់សក់
ហើយម្ដាយមក5អញ្ចឹងគិតថាស្ដាប់ទេបងប្អូន100%គឺអត់ស្ដាប់ទេគាត់នៅតែសង្ងំគេងធម្មតាយប់នឹងហើយដែលម្ដាយរបស់គាត់បានជួបហេតុការណ៍មួយម្ដាយរបស់គាត់បានចុះមកក្រោមយប់ឡើងនៅពេលដែលម្នាក់បិទភ្លើងគេងអស់ហើយគាត់ចុះមកក្រោមស្រាប់តែគាត់ឃើញកូនរបស់គាត់ថាឃើញកូនណាតែកូនស្រីគាត់ហ្នឹងដែលជាម្ចាស់សាច់រឿងហ្នឹងណាកំពុងតែកាយញាត់បាយសឡដែលគាត់បានគ្របទុកពីល្ងាចដែលញ៉ាំសល់កំពុងតែកាយញាត់គាត់បានស្អីថាពងធ្វើអីហ្នឹងម្នាក់ស្រីដែលគាត់ថាជាកូនហ្នឹងបានឈរនៅស្ងៀមទម្លាក់សកម្មភាពចោលទាំងអស់បែរមករកម្ដាយរបស់គាត់តែអត់មានបង្ហាញមុខទេសក់វែងក្របមុខម្ដាយរបស់គាត់គិតថាកូនស្រីរបស់គាត់មិនទាន់ដោះសក់ហើយយកសក់នឹងមកគ្របមុខដោយសកម្មភាពអោនកាយនឹងឯងអញ្ចឹងកូនស្រីដែលគ្របមុខមួយនឹងនៅពេលដែលឃើញម្ដាយហើយក៏ដើរឡើងចដើទៅខាងលើវិញកូនស្រីមួយនឹងគឺស្លៀករូបខ្មៅពីកដល់ចុងជើងគឺស្លៀករូបខ្មៅម្ដាយរបស់គាត់មានអារម្មណ៍អត់ស្រួលហើយព្រោះគាត់មានអារម្មណ៍ព្រឺខុសធម្មតាសូម្បីតែខ្ញុំនិយាយឥឡូវក៏មានអារម្មណ៍ថាព្រឺខ្លាំងដែរព្រឺខុសធម្មតាដែលគាត់ដឹងថាមានអារម្មណ៍អត់ស្រួលហើយដូចមិនមែនកូនគាត់តែម្ដាយរបស់គាត់ក៏អត់មានបានទៅបើកមើលបន្ទប់កូនគាត់ថាកូនគាត់គេងនៅអត់ទេគឺបិទភ្លើងឡើងទៅគេងវិញសង្ងំតែយប់ហ្នឹងគឺម្ដាយរបស់គាត់គេងមិនលក់នោះទេអញ្ចឹងព្រលឹមឡើងនៅពេលដែលព្រលឹមពួកគាត់រៀបចំការងាររៀបចំចុះមកវិញហ្នឹងក៏តាំងចិត្តប្រាប់កូនថាចេះយកសក់ហ្នឹងទៅឲ្យគេវិញគាត់បានឃើញចេះខ្ញុំកាត់កន្លែងហ្នឹងវិញណាគាត់បានយកសក់ហ្នឹងទៅឲ្យម្ចាស់ហាងមែនប៉ុន្តែមុននឹងឲ្យម្ចាស់ហាងហ្នឹងគាត់បានជួបរឿងហេតុមួយទៀតក្នុងចន្លោះពេលហ្នឹងនៅក្នុងថ្ងៃហ្នឹងមិត្តភ័ក្តិរបស់គាត់មិនដឹងមិនមិត្តភ័ក្តិរបស់គាត់គឺជាអ្នកជឿសម្រាប់បងស្រីម្ចាស់រឿងតែបើថាគ្រួសាររបស់គាត់ជាអ្នកជឿមែនប៉ុន្តែគាត់មិនសូវជឿខ្លួនឯងមិនសូវជឿទេមិត្តភ័ក្តិរបស់គាត់ទាំងអស់3នាក់ជិះមកម៉ូតូជិះទៅរកគ្រូចឹងទៅរកគ្រូគាត់មិនមែនអ្នកជឿចឹងគាត់អត់មើលទេគាត់ជូនទៅដល់គ្រូប្រជន់រូបមួយដែលមានវ័យប្រហែលជា40ឆ្នាំនៅគៀកនៅទីក្រុងភ្នំពេញដែរទេចឹងនៅពេលដែលទៅដល់នោះមិត្តភ័ក្តិរបស់គាត់ធៀមសំណួរមានអីត្រូវសួរគ្រូនឹងរឿងស្នេហារឿងអីចឹងណាហើយគាត់អត់ចូលសួរទេគាត់ទៅអង្គុយមាត់ទ្វារចឹងផ្ទះឡើងចរាផ្ទះឈើឡើងចរាទៅអង្គុយមាត់ទ្វារនឹងឯងចឹងនៅពេលដែលគ្រូចូលរូបរាងវឹបគឺមរិញគង់វិលជាអ្នកចូលគ្រូដែលមានគ្រូស្រីដែលមានអាយុ40ឆ្នាំបានផ្លាស់ប្ដូរសម្លេងទៅជាកូនក្មេងរៀបនឹងសួរមិត្តភ័ក្តិរបស់គាត់រៀបនឹងសួរសំណួរគ្រូមរិញគង់វិលដែលចូលនឹងមិនបានឲ្យសួរអីទាំងអស់លើកដៃច្អល់ទៅបងស្រីម្ចាស់សាច់រឿងដែលអង្គុយនៅមាត់ទ្វារហ្នឹងបងប្អូនដឹងថាគេច្អល់ហើយនិយាយថាម៉េចទេអាបងស្រីអង្គុយនោះអាបងមិនអញ្ចឹងមិនស្លៀកមិនមកកណាត់ខ្លួនឡើងខ្មៅហើយជើងជាប់ច្រវាក់ទៀតតែប៉ុណ្ណឹងងាកមកមិត្តភ័ក្តិរបស់គាត់វិញហើយបន្តនៅការសួរសំណួរឆ្លើយសំណួរអីចឹងមួយពីរអញ្ចឹងទៅសម្រាប់គាត់ដែលអ្នកអង្គុយស្ដាប់មិនបានតាំងចិត្តសួរផងអង្គុយនៅមាត់ទ្វារនៅពេលដែលចូលរូបភ្លាមច្អល់មកប្រាប់គាត់ថាពាក់កណ្ដាលខ្លួនខ្មៅពាក់កណ្ដាលខ្លួនទៅដល់ជើងណាពាក់កណ្ដាលក្រោមហ្នឹងខ្មៅជើងជាប់ច្រវាក់គាត់មានអារម្មណ៍ថាអត់ស្រួលហើយជឿឬមិនជឿសម្រាប់គាត់គឺគាត់ត្រូវតែខ្លាចគាត់គិតថាអាចជាហេតុភេទគ្រោះថ្នាក់ចរាចរណ៍ហើយចឹងក្នុងករណីហ្នឹង3អ្នករបស់គាត់ជិះមកវិញជិះអត់ហ៊ានជិះនៅលើផ្លូវជាតិទេព្រោះខ្លាចគ្រោះថ្នាក់ចរាចរណ៍ឬពាក្យហ្នឹងហើយជិះតាមផ្លូវតូចកលុកកលៀតរហូតដល់មកដល់ផ្ទះវិញបកមកដល់សាច់រឿងកន្លែងម្ដាយរបស់គាត់ប្រាប់ឲ្យគាត់មកលក់នេះគាត់បានយកសក់ហ្នឹងទៅលក់មែនតែដាក់នៅកន្លែងហាងបងស្រីហ្នឹងចឹងនៅពេលដែលដាក់នៅហាងបងស្រីហ្នឹងមួយរយៈហើយអត់មានឃើញដំណឹងគាត់បានប្រាប់ថាដាក់តាំងទៅបងហើយបើសិនជាលក់បានបងឯងទេមកប្រាប់ខ្ញុំមកចាំខ្ញុំមកជិះមកយកលុយអត់មានដំណឹងអ្វីទាំងអស់គាត់ក៏ទេទៅសួរបងស្រីហ្នឹងថាបងអើយមិនហើយលក់បានអត់មានគេចាប់អារម្មណ៍មានគេប៉ែតតីអត់បងស្រីថាអត់មានទេអូនគាត់ក៏ថាអញ្ចឹងបងកុំភ្លេចណាបើសិនជាលក់បានបងឲ្យជួយលក់ប្រឹងលក់ឲ្យខ្ញុំផងបើលក់បានកុំភ្លេចប្រាប់ខ្ញុំនឹងជិះមកយកលុយបងស្រីក៏ទទួលពាក្យផ្ដាំផ្ញើថាអត់អីទេអូនចាំបងជួយប្រឹងលក់ឲ្យយប់ថ្ងៃដែលគាត់ទេហ្នឹងគាត់បានឡើងគេងគាត់បានយល់សព
ក្នុងយោសពមួយហ្នឹងគឺនៅក្នុងបន្ទប់របស់គាត់យោសពមួយហ្នឹងគឺគាត់ងើបពីគ្រែគាត់ទៅបើកនៅក្នុងទូកៅអៅរបស់គាត់ស្រាប់តែឃើញសក់មួយហ្នឹងគាត់ឃើញសក់មួយហ្នឹងគាត់ដឹងនៅក្នុងយោសពរបស់គាត់ថាហាក់សក់ហ្នឹងគ្រាន់យកទៅលក់អីតាមិនក៏នៅនឹងដែរគាត់បានចាប់យកសក់ហ្នឹងកាន់មើលស្រាប់សក់ហ្នឹងចាប់ដើមញ័រអូយភឺសាប់ចាប់ដើមញ័រគាត់តម្លាក់សក់ហ្នឹងទៅលើដីស្រាប់សក់ហ្នឹងលៀនដៃលៀនជើងលៀនខ្លួនទៅជាមនុស្សស្រីម្នាក់ដែលមានជើងជាប់ច្រវាក់នឹងឯងបង្ហាញខ្លួននៅចំពីមុខគាត់រត់ដេញគាត់ស្ទុះនៅក្នុងយោសពស្ទុះទៅរកម្ដាយរបស់គាត់ចាប់ដៃគាត់រត់ចេញពីផ្ទះ3ជំហានដល់វត្តទាំងផ្ទះរបស់គាត់ហ្នឹងអត់មាននៅក្នុងវត្តទេដូចប្រវល់ភពអញ្ចឹងណាបងប្អូនរត់ចូលទៅក្នុងវត្តម្នាក់ស្រីហ្នឹងរត់នៅពីក្រោយរបស់គាត់ហ្នឹងនៅតាមគាត់ទៅដល់នៅក្នុងវត្តហ្នឹងទៀតបងស្រីភ័យខ្លាំងមែនតើហើយម្នាក់ស្រីហ្នឹងស្រីប្រាប់គាត់ថាចេះមិនបាច់ផឹងរត់ទេទៅដល់ណាក៏គេនៅតែតាមបងស្រីហ្នឹងដែរបងស្រីនឹងបានប្រាប់ទៅពលឹងម្នាក់ដែលនៅក្នុងយោសពនឹងប្រាប់ថាកុំធ្វើអញ្ចឹងខ្ញុំសុំទោសខ្ញុំស្រឡាញ់សក់ណាស់ជាសម្ដីរបស់គាត់នៅក្នុងយោសពខ្ញុំស្រឡាញ់សក់ណាស់សក់នឹងស្អាតខ្ញុំស្រឡាញ់ណាស់តែខ្ញុំអត់មាននិស្ស័យទេកុំនៅជាមួយខ្ញុំអីទៅរកអ្នកដែលមាននិស្ស័យទៅបានត្រឹមតែប៉ុណ្្នឹងគាត់ភ្ញាក់ដឹងខ្លួនឡើងបែកញើសជុកពលឹមល្មមគាត់ទៅធ្វើការទូរស័ព្ទគាត់បានរកឡើងគឺជាលេខបងស្រីរបស់មិត្តភ័ក្តិជាមិត្តរួមការងាររបស់គាត់នឹងជាអ្នកលក់សក់នឹងបានទេមកប្រាប់គាត់ថាអូនលក់ចាញ់ហើយល្ងាចឡើងមកយកលុយមកពេលចេញពីធ្វើការគាត់លឺហើយគឺគាត់អមែនតើចឹងល្ងាចឡើងគាត់បានជិះទៅយកលុយសាច់រឿងមួយនឹងបានចាប់ត្រឹមតែប៉ុណ្្នឹងនេះគឺជាសាច់រឿងដែលតាក់ទងជាមួយនឹងសក់តើបងប្អូនណាខ្លះដែលស្រឡាញ់សក់ហើយជួបសាច់រឿងប្រហាក់ប្រហែលគ្នាខ្ញុំជឿជាក់ថាយោងតាមសាច់រឿងនេះអ្វីដែលខ្ញុំដឹងហើយខ្ញុំជឿជាក់មុតមាំ 100% គឺសក់នឹងគឺយកចេញពីមនុស្សតែម្ដងអាចជាសាកសពឬក៏អាចជាការធ្វើទរណកម្មព្រោះអ្វីដែលមរិញគង្វាលបានប្រាប់ទៅគាត់គឺជើងជាប់ច្រវាក់អាចជាការធ្វើទរណកម្មរបស់នៅប្រទេសណាឬក៏នៅក្នុងស្រុកឬក៏បែបណាដែលយើងមិនដឹងដែលព័ត៌មានបិទចិត្តឬក៏យ៉ាងណានោះហើយគេបានយកសក់ពីម្នាក់ស្រីនឹងដែលជាម្ចាស់សក់នឹងដោយហេតុតែជាម្ចាស់សក់ពលឹងម្នាក់នឹងគឺតាមសក់នឹងរហូតរងចាំអ្នកណាដែលជាអ្នកទិញសក់នឹងហើយតាមនៅជាមួយគេក្នុងសាច់រឿងមួយនឹងដែរបងប្អូនចាំឯកន្លែងមួយដែលខ្ញុំប្រាប់ថាគាត់មានអារម្មណ៍ថាមួម៉ៅហត់ខុសធម្មតាចាប់ផ្ដើមរួយកបងប្អូនសម័យមើលថាទស្សនវិជ្ជាមួយនឹងគឺបែបណាសម្រាប់ខ្ញុំដែលធ្លាប់ជួបប្រទះនៅរឿងហ្នឹងធ្លាប់ដឹងឮនៅរឿងមួយហ្នឹងខ្ញុំអាចសម័យឃើញថាម្នាក់ស្រីហ្នឹងគឺកំពុងតែជីកកម្ចាស់សាច់រឿងហ្នឹងឯងហេតុអីមិនខ្ញុំនិយាយចឹងព្រោះដោយសារតែខ្ញុំដឹងមានបុគ្គលម្នាក់គាត់ទិញសក់ដូចគ្នាហើយគាត់ទិញសក់មនុស្សតែម្ដងគាត់ពាក់តាំងពីគាត់ពាក់មកសក់នឹងធ្វើទៅគាត់ខ្លាំងមែនទែនគាត់ឈឺធ្ងន់ពីមនុស្សល្អជាមួយថ្ងៃធ្លាក់ទៅជាឈឺធ្ងន់ខុសធម្មតាហើយចាប់ផ្ដើមឈឺក្បាលរកគ្រូខ្មែរក៏អត់ជារកពេទ្យមើលវាយថ្នាំពិនិត្យអីក៏អត់ឃើញតែក្បាលគាត់ឈឺខ្លាំងមែនទែនរហូតដល់គាត់ដើរទៅរកគ្រូពេលតែដើរទៅរកគ្រូអត់មានប្រាប់គាត់អីទាំងអស់អត់មានចាំឲ្យគាត់សួរទេគឺប្រាប់ហ្មងគឺថាគាត់ឃើញមនុស្សស្រីម្នាក់កំពុងតែទុំពីលើក្បាលម្ចាស់សក់នឹងឯងគឺកំពុងតែទុំពីលើក្បាលដូចអង្គុយរបៀបអង្កែបនៅចំពីលើក្បាលម្នាក់ស្រីហ្នឹងចឹងហើយទៅបានគាត់ឈឺក្បាលរហូតវិធីដោះដឹងមិនទេបងប្អូនហើយវិធីដោះគឺគ្រូតម្រូវឲ្យបងស្រីដែលជាម្ចាស់សក់ហ្នឹងយកសក់ជាមួយនឹងពែកាន់ចូលវត្តដាក់នៅក្នុងដើមពោដាក់នៅក្រោមដើមពោនៅក្នុងវត្តខ្ញុំជឿថានៅក្នុងវត្តមួយណាក៏ដាំដើមពោដែរប៉ុន្តែទាស់ត្រង់ថាពិធីនឹងកិច្ចមួយហ្នឹងគឺធ្វើនៅម៉ោង12យប់ចឹងម្ដាយរបស់គាត់បានតាក់ទងទៅវត្តដែលគាត់ស្គាល់លេងចឹងទៅហើយម៉ោង12យប់គេចាំបើកទ្វារឲ្យហើយគ្រូបានបញ្ជាក់ប្រាប់ច្បាស់មែនទែនថានៅពេលដែលដើរយកទៅដាក់ម្ដាយគឺនៅឈរនៅក្នុងទ្វារវត្តហាមដាច់ខាតចូលទៅតាមកូន
មានតែកូនម្នាក់គត់កូនស្រីនឹងម្នាក់គត់ដែលត្រូវដើរយកសក់នឹងទៅដាក់នៅក្រោមដើមពោធិ៍ដោយខ្លួនឯងនៅពេលដែលគាត់ធ្វើពិធីមួយនឹងកាន់ពែកាន់សក់នេះយកទៅដាក់ក្រោមដើមពោធិ៍នេះម្ដាយដែលឃើញកូនដើរក្នុងវត្តស្ងាត់ម៉ោង12យប់ឆ្កែលូផងអីផងនោះស្រក់ទឹកភ្នែកដល់អត់ដឹងខ្លួនណាបងប្អូនស្រក់ទឹកភ្នែកយំមិនដូចខ្លោចផ្សាក្រោយពីធ្វើកិច្ចហើយលទ្ធផលគឺកូននឹងថ្ងៃស្អែកឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺធូរកាន់តែខ្លាំងប្រើរយៈពេលខ្លីមែនតែនខ្លាចទៅជាសភាពធម្មតាអញ្ចឹងមានន័យថាគេទទួលហើយនេះគឺតាក់ទងជាមួយនឹងសក់អញ្ចឹងក្នុងករណីដែលបងប្អូនទាំងអស់គ្នាស្រឡាញ់សក់ត្រូវតែស៊ើបប្រវត្តិឲ្យច្បាស់ថាសក់នឹងគឺជាសក់នីឡុងជាសក់ដែលគេជាសក់សុបនិមិត្តឬក៏ជាសក់មនុស្សបើសិនជាសក់មនុស្សបងប្អូនខ្ញុំសុំចិត្តហ្មងកុំអីខ្ញុំសុំចិត្តកុំអីរបស់ខ្លះវាមានរឿងខ្លះវាតោងទៀមមកខ្ញុំមិនដឹងថាបងប្អូនជឿកម្រិតណាទេតែរបស់ខ្លះវាមានរបស់អស់នឹងវាតោងទៀមជាម្ចាស់សក់មកអ្នកខ្លះស្លូតទៅធ្វើទុកបងប្អូនហើយចុះបើវាអាចបង្កហេតុផ្សេងអ្នកនៅក្នុងផ្ទះបងប្អូននិស្ស័យខ្ពស់អីចឹងទៅវាធ្វើអីអត់បានតែធ្វើទៅមកពុកម្ដាយឬក៏ប្អូនឬក៏បងឬក៏មីងមៀវិញតើបងប្អូនមានអារម្មណ៍បែបណាអញ្ចឹងវិធីដែលល្អស៊ើបប្រវត្តិសក់ឲ្យច្បាស់បើសិនជាសក់មនុស្សខ្ញុំលើកទឹកចិត្តកុំប្រើសក់សុបនិមិត្តដែលគេផលិតចាំប្រើហើយតសៃសក់មនុស្សតសៃសក់សុបនិមិត្តចង់អាលេខ1ប៉ុណ្ណាក៏ដោយក៏នៅតែដឹងដែរអាហ្នឹងដូចកាបូប grade A លេខ1អញ្ចឹងណា copy អញ្ចឹងណាចង់មិនក៏ដោយក៏វាអត់ដូចអាស៊ីនដែរចង់ស្បែកដូចគ្នាប៉ុណ្ណាក៏វាអត់ដូចស៊ីនដែរយើងមើលនៅតែដឹងទេអញ្ចឹងបើសិនជាបងប្អូនដឹងហើយកាន់ហើយដឹងថាសក់ជាសក់របស់មនុស្សខ្ញុំសុំចិត្តកុំប៉ះពីអីណាអូខេនេះគឺជាសាច់រឿងសង្ឃឹមថាបងប្អូនដែលកំពុងតែស្ដាប់មានសាច់រឿងប្រហាក់ប្រហែលគ្នាតាក់ទងជាមួយនឹងសក់អាចចែករំលែកជាមួយខ្ញុំបានតាមរយៈ page Facebook ជាអ្វីហើយពួកយើងនៅតែចាំទទួលសាច់រឿងរបស់បងប្អូនជានិច្ចហើយសាច់រឿងបន្ទាប់នេះគឺឈានចូលទៅដល់សាច់រឿងរបស់ប្អូនប្រុសពៅរបស់គាត់ដែលកើតមកមានសំណុំសង្វារមានអ្នកថែរក្សាជាគ្រូកំណើតតែម្ដងតោះយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាតោះយើងចូលដល់សាច់រឿងរបស់ប្អូនប្រុសរបស់គាត់ដែលគឺជាកូនប្រុសតែម្នាក់គត់នៅក្នុងចំណោមបងប្អូន5នាក់ព្រោះគាត់ខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនហើយថាគាត់មានបងប្អូនស្រី4នាក់កូនពៅគឺជាកូនប្រុសហើយគាត់មានសំសវ៉ាណោះគាត់មានគ្រូកាន់អញ្ចឹងគាត់តាំងពីក្មេងមកគឺគាត់តែងតែឃើញក្មេងម្នាក់ដែលគាត់ចាំបានថាប្អូនរបស់គាត់គឺជាមនុស្សរស់រាយគឺមនុស្សសប្បាយមនុស្សចូលចិត្តលេងមនុស្ស active មនុស្សមានសកម្មភាពច្រើនលើសលប់អញ្ចឹងណាចុះកូនប្រុសពៅផងអញ្ចឹងគាត់ចូលចិត្តលេងប៉ុន្តែដល់ពេលមួយដែលគេហៅថាដល់ពេលដែលញៀនគាត់បើគាត់ចាប់ផ្ដើមឃើញអមនុស្សច្រើនមែនទែនហើយពេលខ្លះរំខានគាត់រហូតមកដល់បច្ចុប្បន្ននេះប្អូនប្រុសរបស់គាត់ក៏នៅតែឃើញដែរគឺច្រើនមែនទែនដែលអមនុស្សមួយចំនួនតែងតែរំខានអារម្មណ៍របស់ប្អូនប្រុសរបស់គាត់តែងតែសួរថាហេតុអីបានគាត់ស្លាប់របៀបអញ្ចឹងឲ្យជួយធ្វើបុណ្យផងឲ្យជួយប្រាប់បងប្អូនផងរបៀបអញ្ចឹងក្នុងករណីហ្នឹងគាត់ធុញនឹងឃើញរបស់ហ្នឹងរហូតដល់ពីក្មេងម្នាក់ដែលចូលចិត្តនិយាយស្ដីពីក្មេងម្នាក់ដែលមានសកម្មភាពច្រើនខ្លាចទៅជាមនុស្សសកលសង្គមខ្លាចជាមនុស្សអត់មាត់អត់កនិយាយមួយម៉ាត់អញ្ចឹងរឿងហេតុមួយដែលកើតឡើងចំពោះប្អូនប្រុសគាត់គឺនៅពេលដែលខួបកំណើត5ឆ្នាំរបស់ប្អូនប្រុសគាត់នឹងឯងអញ្ចឹងគាត់ចាំបានថាពេលនោះគាត់នៅម្ដុំវត្តកោះដូចជានៅជាន់ទី3អញ្ចឹងដោយសារជាកូនពៅឪពុករបស់គាត់បានធ្វើកម្មវិធីខួបកំណើតអាយុ5ឆ្នាំហ្នឹងគឺធំមែនតើបងប្អូនគឺធំមែនតើហើយញាតិផងមកច្រើនមែនតើអញ្ចឹងល្ងាចឡើងនៅពេលដែលរៀបចំកម្មវិធីនេះប្អូនប្រុសរបស់គាត់គឺមានសកម្មភាពដូចធម្មតារត់លេងរត់អីបន្លែងអីធម្មតាជាមួយនឹងក្មេងអីផ្សេងគឺសប្បាយមែនតើកម្មវិធីហ្នឹងគឺសប្បាយគាត់ប្រាប់អញ្ចឹងតែស្រាប់តែមានភ្ញៀវកិត្តិយស3នាក់បានមកដល់គឺជាទាហានដែលមានឋានៈធំឥឡូវខ្ញុំឧទាហរណ៍ថាផ្កាយ2ផ្កាយ3ចុះព្រោះអ្វីដែលគាត់ប្រាប់ហ្នឹងគឺឋានៈធំអញ្ចឹងអាចផ្ទង់ផ្កាយនឹងឯងអញ្ចឹង
តាំងពីវត្តមានរបស់មេតិហ៊ានទាំង3បានមកដល់ប្អូនរបស់គាត់ចាប់ផ្ដើមបដូរអាកប្បកិរិយាចាប់ផ្ដើមយំចាប់ផ្ដើមស្រឡឹងទៅមុខហងខួបកណើតរបស់ខ្លួនឯងរហូតហើយយំខ្លាំងមែនតើគេលួងក៏អត់បានអីក៏អត់បានរហូតដល់កម្មវិធីផ្លុំនំរហូតដល់កម្មវិធីផ្លុំនំប្អូនរបស់គាត់គឺយំខ្លាំងប្រកាច់ប្រកិនចាប់មិនឈ្នះមិនផ្លុំមិនអីហើយចាស់គិតថាប្រហែលជាលេងហត់ពេកក្មេងប្រុសងាក់ងក់អីចឹងណាកូនពៅអីចឹងណាចឹងក៏គេបដ ாய் ម៉ាក់ប៉ាគាត់ប្រឹងលួងធ្វើមិនឲ្យផ្លុំហើយអីចឹងឲ្យចាប់កម្មវិធីអីចឹងទៅចឹងកម្មវិធីត្រូវបានបញ្ចប់មេតាហ៊ានទាំង3នាក់ហ្នឹងក៏ត្រូវទៅប៉ោះខ្លួនឯងនៅលើផ្លូវបណ្ដោយជាតិលេខ4ចឹងផ្លូវទៅកំពង់សោមនឹងឯងចឹងក្រោយពីញ៉ាំសារ៉ាអីហើយបតិបទួចក៏ឡើងឡានទាំង3នាក់ហ្នឹងជិះឡានទៅផ្លូវជាតិលេខ3នៅពេលដែលកំពុងតែជិះទៅនេះខ្ញុំកាត់ត្រឹមហ្នឹងណាពិធីត្រូវបានបញ្ចប់រោងហើហើយអស់ហើយម្នាក់ទៅផ្ទះអស់ហើយគ្រួសាររបស់គាត់ក៏បានទៅគេងអញ្ចឹងនៅពេលដែលគាត់គេងនេះប្រហែលជាម៉ោង12យប់ទូរស័ព្ទរបស់ឪពុករបស់គាត់បានរោឡើងភឺទូរស័ព្ទរបស់ឪពុករបស់គាត់បានរោឡើងលេខនៅលើទូរស័ព្ទគឺជាលេខមេតាហ៊ានដែលជាមិត្តភ័ក្តិរបស់ឪពុកគាត់នឹងឯងដែលបានធ្វើដំណើរទៅលើផ្លូវជាតិលេខ4ចេញទៅប៉ុស្តិ៍របស់គាត់នឹងឯងទេមកឪពុករបស់គាត់លើកទូរស័ព្ទលើកនៅពេលដែលលើកអត់លឺអីទាំងអស់លឺតែខ្យល់របៀបអញ្ចឹងណាលឺតែខ្យល់ហើយលឺសលេងឡានពេទ្យងងហើយលឺសលេងឡានបវូវូអញ្ចឹងទៅគាត់ក៏នៅតែអាឡូគាត់គិតថារាកៃឬក៏មានគាត់អត់គិតថាជាបញ្ហាគាត់គិតថារាកៃគាត់ក៏ចុចបាត់វិញ5នាទីក្រោយមកទូរស័ព្ទរបស់គាត់រោទៀតលើកមកលឺសំឡេងដដែលលឺសំឡេងរបៀបឡានពេទ្យរបៀបឡានកាត់របៀបខ្យល់តែដងនេះចម្លែកថងថាលឺសំឡេងដូចរៀងមានភ្លេងខ្លងខែកឪពុករបស់គាត់គិតថាប្រហែលរាកាយក៏អត់ខ្វល់ដែរក៏គេងទៅវិញព្រលឹមឡើងឪពុករបស់គាត់បានទទួលដំណឹងថាមេតាហ៊ានទាំង3បានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតទាំង3នាក់នៅលើផ្លូវជាតិលេខ4នៅក្នុងចន្លោះម៉ោងពី11ទៅ12ខ្ញុំសន្មតថាម៉ោង11កន្លះទៅចោះអញ្ចឹងបើសិនជាយើងគិតមកវិញបើសិនជាមេតាហ៊ានទាំង3បានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ោង11កន្លះបាត់បង់ជីវិតបាត់ទៅហើយហេតុអ្វីនៅម៉ោង12លេខទូរស័ព្ទនឹងបានខលមកឪពុករបស់គាត់តើអាចជាហេតុការណ៍មួយនេះឬក៏អត់នៅពេលដែលឪពុកគាត់ទទួលបានភ្លាមចាប់កូនប្រុសរបស់គាត់សួរថាដោយសារតែគាត់ដឹងថាកូនគាត់មានគ្រូកាន់មានសំណុំគាត់ចាប់កូនប្រុសគាត់សួរថាចេះប្រាប់ប៉ាឲ្យត្រង់មើលម្សិលមិញកូនឯងឃើញអីនៅក្នុងកម្មវិធីហ្នឹងហេតុអីបានកូនឯងយំប្អូនប្រុសរបស់គាត់បានឆ្លើយទៅប្រាប់ឪពុកថាអ្វីដែលគាត់ឃើញគឺគាត់ឃើញមនុស្សឈរនៅមុខហោងហ្នឹងខ្មៅមៀតធំហើយកូនប្រុសគាត់និយាយច្បាស់មែនទែនគឺចាំយកមេតាហ៊ានទាំង3នាក់ហ្នឹងឯងអញ្ចឹងហើយទៅបានគាត់យំព្រោះស្ថានភាពដែលគាត់ឃើញមនុស្ស2នាក់ដែលឈរនៅមុខហោងហ្នឹងគឺមានសភាពស្លេកស្លាំងតែរបៀបគេហៅថាយំអបាលរបៀបដែលគាត់រៀបរាប់មកប្រាប់ខ្ញុំមកគឺរបៀបយំអបាលនឹងឯងដែលឈរនៅចាំនៅមុខហោងខួបកណើតរបស់គាត់ឃើញបែបហ្នឹងឯងដែលគាត់យំរហូតយំខ្លាំងនេះគឺជាហេតុការណ៍មួយដែលកើតឡើងចំពោះប្អូនប្រុសរបស់គាត់កាលពេលប្អូនប្រុសរបស់គាត់បានជួបរឿងច្រើនមែនតើហើយខ្ញុំស្នើសុំសាច់រឿងពីគាត់តែគាត់អត់បានចែករំលែកឲ្យខ្ញុំទេដោយសារតែប្អូនប្រុសរបស់គាត់បានជ្រើសរើសភាពស្ងប់ស្ងាត់រហូតដល់គាត់ធុញខ្លាំងពេកគាត់បានផ្លាស់ប្ដូរពីសាសនាពុទ្ធទៅជាសាសនាគ្រឹះវិញគាត់ផ្លាស់ប្ដូរសាសនាដើម្បីគេចវេះពីប្រភេទដួងព្រលឹងពីប្រភេទអស់នឹងឯងប៉ុន្តែសួរគាត់នៅតែឃើញទេគាត់នៅតែឃើញទេអ្វីដែលជំនួសដោយការធ្វើបុណ្យតាមបែបពុទ្ធសាសនាគឺមានតែបួងសួងបែបគ្រឹះសាសនាព្រះយេស៊ូវតែប៉ុណ្ណោះហើយនេះគឺជាសាច់រឿងផ្នែកមួយអញ្ចឹងក៏ពិតទៅសាច់រឿងឃើញសាកសពនឹងខ្ញុំមិនដឹងថាបងប្អូនបានឃើញបានធ្លាប់ស្ដាប់រឿង
គេហៅបាតទន្លេមេគង្គបងប្អូនដែលស្ដាប់រឿងហ្នឹងក៏មានប្រហារឿងស្តៀងហ្នឹងដែរហើយអ្វីដែលពិសេសដែលខ្ញុំចាប់អារម្មណ៍ចាំខ្ញុំនិយាយសាច់រឿងហ្នឹងឲ្យស្ដាប់បើសិនជាបងប្អូនអត់ដែលស្ដាប់អញ្ចឹងរឿងប្រហាក់ប្រហែលគ្នាត្រង់ចំណុចនេះត្រង់ថាក្មេងៗបើសិនជាបងប្អូនចាប់អារម្មណ៍ក្មេងដែលអាចមើលឃើញខ្ញុំអត់និយាយថាក្មេងដែលមានញៀនទេក្មេងចាញ់ខែដែលភ្នែកចាប់ផ្ដើមប្រើការបានចាប់ផ្ដើមមើលឃើញពន្លឺចាប់ផ្ដើមមើលឃើញមុខឪពុកម្ដាយរហូតដល់ 4-5 ឆ្នាំជឿទេបងប្អូនថាពួកគាត់មើលឃើញអាមនុស្សណាពួកគាត់មើលឃើញបើបងប្អូនសង្កេតមើលឲ្យច្បាស់ពួកគាត់អាចមើលឃើញពេលខ្លះបងប្អូន3គាត់អីចឹងភ្នែករបស់គាត់អត់មើលគាត់បងប្អូនទេភ្នែករបស់គាត់មើលទៅកន្លែងមួយដោយនឹងថ្កល់ពេលខ្លះប្រឡែងលេងសើចតែម្នាក់ឯងពេលខ្លះជំនាញគាត់លេងជាមួយជំនាញផ្ទះលេងជាមួយដូនតាលេងជាមួយម្ដាយដើមលេងជាមួយអាមនុស្សផ្សេងពេលខ្លះគាត់យំដល់ដឹងហេតុតែភ្នែករបស់គាត់មើលទៅកន្លែងណាមួយហ្នឹងគឺជាភ្នែកទឹកបបក្មេងៗហើយសួរថាតើកាលយើងនៅក្មេងក៏យើងមើលឃើញអត់ខ្ញុំជឿជាក់ថាក្មេងម្នាក់ណាក៏អាចមើលឃើញដែរទោះត្រង់ថាយើងអត់បានចាំគេថាក្មេងគឺបរិសុទ្ធអត់ចេះកុហកអត់ដែលប្រព្រឹត្តខុសនៅក្នុងកាមអត់ដែលប្រព្រឹត្តខុសនៅក្នុងផ្លូវណាសិល5គឺអត់ដែលប្រព្រឹត្តខុសអីទាំងអស់អញ្ចឹងក្នុងករណីហ្នឹងសិលបរិសុទ្ធគឺស្ថិតនៅលើជាមួយនឹងក្មេងៗហ្នឹងឯងចឹងហើយទៅបានពួកគាត់អាចមើលឃើញទេវតាគាត់អាចមើលឃើញខ្មោចព្រាយគាត់អាចមើលឃើញអាមនុស្សគាត់អាចមើលឃើញដូនតាជានាងផ្ទះជាដើមឡាប៉ុន្តែដល់ពេលយើងធំទៅយើងចាប់ដើមប្រព្រឹត្តហើយ memory របស់យើងក៏អត់មានចងចាំថាកាល2ឆ្នាំមិនកាល1ឆ្នាំមិនកាល3ឆ្នាំមិនអត់មានចាំទេយើងតែខែមុនយើងធ្វើអីយើងមិនចាំផងម្សិលមិញយើងធ្វើអីយើងអត់ចាំផងអញ្ចឹងក្នុងករណីហ្នឹងហើយដែលវាមានកាលមួយដែលយើងត្រូវបំភ្លេចដែលយើងអត់អាចចងចាំហើយកាលនោះហើយដែលដេញថយក្រោយវិញដែលក្មេងទាំងអស់គាត់អាចមានសមត្ថភាពក្នុងការមើលឃើញបកទៅរឿងបាតទន្លេមេគង្គសាច់រឿងហ្នឹងគឺជាសាច់រឿងមួយដែលខ្ញុំអត់ដឹងថាចាស់ធ្លាប់ប្រាប់បងប្អូនអត់ទេជារឿងដំណាលតគ្នាប៉ុន្តែខ្ញុំជឿជាក់ថាជារឿងពិតកើតឡើងទៅលើគ្រួសារមួយដែលរស់នៅខាងអរិយខ្សាត់បើខ្ញុំចាំអត់ខុសបើខ្ញុំចាំខុសខ្ញុំនិយាយខុសសូមបងប្អូនមេត្តាជួយកែតម្រូវខ្ញុំផងណាតាមរយៈ comment ខាងក្រោមវីដេអូអញ្ចឹងសាច់រឿងហ្នឹងគឺចេះតានៅក្នុងគ្រួសារហ្នឹងមានលោកតាដែលចូលចិត្តធ្វើបុណ្យមែនតែនហើយជំនាន់ហ្នឹងគឺជំនាន់យូរមែនតែនដែលទៅធ្វើបុណ្យឬក៏ឆ្លងមកទីក្រុងក៏អត់មានការអភិវឌ្ឍអីច្រើនដែរឥឡូវយើងឧទាហរណ៍ថាសម័យចតុមុខចុះអញ្ចឹងផ្ទះនៅតាមមាត់ទន្លេក៏មិនសម្បូរដោយផ្ទះថ្មក៏មិនសម្បូរដោយផ្ទះអីដែរអញ្ចឹងមនុស្សត្រូវការឆ្លងអីគឺទៅតាមអត់មានសាឡាងទេទៅតាមទូកដរនៅក្នុងថ្ងៃមួយដែលជាថ្ងៃហែកឋិនអញ្ចឹងលោកតាដែលមានចៅប្រុសម្នាក់គាត់ចូលចិត្តធ្វើបុណ្យគាត់បានងើបតាំងពីព្រលឹមដើម្បីរៀបចំត្រៃទៅហែកឋិនជាមួយនឹងគេប៉ុន្តែចៅរបស់គាត់ថ្ងៃហ្នឹងវាចម្លែកអីចៅរបស់គាត់សុំតាមជាមួយលោកតាហ្នឹងលោកតាក៏ឃើញចៅប្រហែលជាមានចិត្តបុណ្យចង់ធ្វើបុណ្យជាមួយតាមាននិស្ស័យជាមួយព្រះពុទ្ធសាសនាអញ្ចឹងក៏អនុញ្ញាតឲ្យចៅធ្វើដំណើរទៅជាមួយប៉ុន្តែដល់កំពង់ផែទូកចម្លងពីអរិយខ្សាត់មកទៅដល់កន្លែងណាមួយទៀតនោះខ្ញុំមិនដឹងថាទៅទីក្រុងភ្នំពេញឬក៏អីទេដែលត្រូវឆ្លងដើម្បីទៅធ្វើបុណ្យនោះស្រាប់តែចៅហ្នឹងគឺយំខ្លាំងមែនតើយំខ្លាំងយំយកតែមែនតើណារហូតដល់ទាញដៃលោកតាអត់ឲ្យឡើងទូកនឹងអត់ឲ្យអីលោកតាគាត់រៀងអសធាដែរថាអញខំនាំវាមកធ្វើបន់ហើយមិនចឹងមកដល់ពេលហើយស្រាប់ងិចងុកដោយសារតែចៅយំខ្លាំងពេកទាញដៃតាមិនព្រមឲ្យឡើងខ្លាំងពេកតាសួរអីក៏មិនចេញក៏ទាញដៃចៅត្រឡប់ទៅផ្ទះវិញទូកក៏ចេញផុតទៅដោយអត់មានលោកតាដោយអត់មានវត្តមានលោកតានិងចៅប្រុសរបស់គាត់ទេបានតែបន្តិចក៏ទទួលដំណឹងថាទូកនឹងបានលិចមនុស្សប្រមាណ10នាក់ចូលដល់100នាក់បានស្លាប់នៅលើទូកនឹងបាត់ទៅហើយលោកតាបានទទួលដំណឹងនឹងភ្លាមស្ទុះទៅរកចៅហើយសួរចៅថាមិនចឹងចៅឯងឃើញអីមែននៅកន្លែងដហ្នឹងចៅបានប្រាប់ថាអ្វីដែលគាត់ឃើញគឺមនុស្សមានធំខ្លាំងមែនតើឈរនៅកំពង់ដមួយហ្នឹងភឺហូមខ្លាំងកំពុងតែគៀសមនុស្សដែលត្រូវធ្វើដំណើរលើទូកដហ្នឹងកំពុងតែគៀសចូលទូកហ្នឹង
ចឹងហើយគាត់ឃើញសភាពបែបហ្នឹងមនុស្សដែលខ្ពស់ធំដែលចៅគាត់ប្រៀបដូចទៅជាមួយនឹងយក្សអញ្ចឹងកំពុងតែគៀសចូលនឹងហើយគាត់ឃើញបែបហ្នឹងហើយដែលគាត់ភ័យគាត់រន្ធត់គាត់ទាញតាគាត់ត្រឡប់មកផ្ទះហ្នឹងហើយជាសាច់រឿងមួយដែលចាស់តែនិយាយតគ្នាដែលក៏ចេញជាសភៅដែរដែលគេដាក់ចំណងជើងថាអាចកំបាំងបាតទន្លេមេគង្គចឹងបើសិនជាបងប្អូនអាច search នៅក្នុង Google ទៅមាន PDF ហើយបងប្អូនអាចអានទៅនឹងអាចដឹងហើយចឹងក្នុងករណីហ្នឹងហើយដែលខ្ញុំនិយាយថាភ្នែករបស់ក្មេងៗគឺគាត់ជាភ្នែកទឹកអាចមើលឃើញអាចប្រស្រ័យបានអ្នកខ្លះក៏មាននិស្ស័យឃើញតាំងពីក្មេងរហូតដល់ធំអ្នកខ្លះក៏ឃើញត្រឹមតែក្មេងហើយក៏បាត់ទៅវិញអូខេខ្ញុំសង្ឃឹមថាវីដេអូនៅក្នុងសប្តាហ៍នេះជាអេពីសូតថ្មីនេះបងប្អូនស្ដាប់ហើយជក់ចិត្តទទួលបាននៅព័ត៌មានថ្មីទទួលបាននៅចំណេះដឹងថ្មីហើយបងប្អូនអាចចូលចិត្តកម្រិតណានោះសូមបងប្អូនកុំភ្លេច comment នៅពីក្រោមវីដេអូហើយយើងជួបគ្នានៅវីដេអូក្រោយពីខ្ញុំបាទវីទូពីកម្មវិធីជាអ្វីរដូវកាលទី2សន្យានឹងជួបបងប្អូននៅអេពីសូតថ្មីពេលនេះសូមជម្រាបលាកុំភ្លេចមានមួយទៀតចែករំលែកសាច់រឿងដែលបងប្អូនបានជួបប្រទះទៅ inbox របស់ Facebook page ជាអ្វីអូខេដងហ្នឹងលាមែនតើណាជំរាបលា